បួសធ្ងន់ស្រាលនៅក្រុមគ្រួសាររបស់ពួកគាត់ពីការដួលរលំអគារដោយសារការរំជួយដីនៅប្រទេសមីយ៉ាន់ម៉ាបាទក្រុមប្រឹក្សាជាតិតស៊ូនេះបាទលោកប្អូនគុំសុកនេះគេតែងតាំងជាអ្នកនាំពាក្យបាទនាំពាក្យរបស់ក្រុមប្រឹក្សាជាតិតស៊ូអញ្ចឹងយើងត្រូវតែសួរទៅវិញបាទតើក្រុមប្រឹក្សាជាតិតស៊ូនេះបង្កើតឡើងដោយតែក្រុមរបស់ខ្លួនឯងមួយក្តាប់តូចបាទហើយតាមខ្លួនឯងជាអ្នកស្នេហាជាតិប្រហែលចំនួនឲ្យស្នេហាជាតិហ្នឹងបាទអញ្ចឹងយើងសួរទៅវិញណាហើយអ្វីដែលគេដាក់ផែនការមកគេនេះទើបតែបង្កើតបានមិនទាន់7ថ្ងៃផងគេធ្វើដូចគេនឹងមានអំណាចឥទ្ធិពលដាក់គំនាបទៅរាជរដ្ឋាភិបាលដែលលោកកំពុងតែដឹកនាំនេះសម្ដីរបស់បងកឹមសុខជាអ្នកនាំពាក្យក្រុមប្រឹក្សាជាតិតស៊ូថ្ងៃស្អែកគេគ្រប់ខួប1ឆ្នាំចលនាជាតិខ្មែរដើម្បីប្រជាធិបតេយ្យគេធ្វើនៅកាលីបាទហ្នឹងថ្ងៃស្អែកណាប៉ុន្តែខ្ញុំមិនតន់និយាយថ្ងៃនេះបាទពួកច្រើនមុខពេកចលនាផងក្រុមប្រឹក្សាជាតិតស៊ូផងប៉ុន្តែក្នុងក្រុមតែមួយគ្រាន់តែគេបែងភាគខ្លួនថាដូចជាគេមានអំណាចឥទ្ធិពលអ្វីមួយដាក់សម្ពាធទៅរាជរដ្ឋាភិបាលដើម្បីបង្អួតប្រជាពលរដ្ឋខ្មែរដែលរស់នៅឯនីសមុទ្រឬនៅក្នុងប្រទេសដែលគាត់អត់យល់អំពីនយោបាយតាមពិតប្រាកដក្រុមនៅខាងក្រៅនេះអត់អាចធ្វើអ្វីបានជាមួយនឹងរាជរដ្ឋាភិបាលបច្ចុប្បន្ននេះទេខ្ញុំនិយាយដែរព្រោះអំណាចប្រជាពលរដ្ឋបាទស្ដាប់ច្បាស់អស់លោកអំណាចប្រជាពលរដ្ឋបានចូលរួមសម្រេចក្នុងការបោះឆ្នោតអាណត្តិទី7នេះជ្រើសរាជរដ្ឋាភិបាលឲ្យមកបម្រើប្រជាពលរដ្ឋក្រោម17លានអ្នកនេះហើយអ្វីដែលនៅខាងក្រៅនេះជារឿងមួយផ្សេងជារឿងក្រុមរបស់គេសម័យដើម្បីបោកបញ្ឆោតប្រជាពលរដ្ឋដែលអត់យល់អំពីនយោបាយពិតប្រាកដបាទអត់យល់អំពីនយោបាយគ្រាន់ជាការបោកបញ្ឆោតខ្ញុំនិយាយថាបោកផងបញ្ឆោតផងគឺបញ្ឆោតថាឥទ្ធិពលរបស់គេដូចជានៅរឿងមាំតាមការពិតអត់មានទេបងប្អូនអត់មានទេឥឡូវស្ដាប់លោកបងកឹមសុខរឿងភូមិមាននៅក្នុងប្រទេសថៃលោកហ៊ុនម៉ាណែតត្រូវបង្ហាញគម្រោងឲ្យបានជាក់លាក់ក្នុងការផ្ដល់ជំនួយសង្គមគិច្ចនិងការបងប្អូនស្ដាប់សម្ដីនេះបងប្អូនយល់យ៉ាងម៉េចទេកាយវិការដែលនិយាយនេះខ្ញុំសួរបងប្អូនអ្នកដែលកំពុងមើលហេអ្វីដែរលោកហ៊ុនម៉ាណែតត្រូវបង្ហាញគម្រោងនិងកាយវិការគម្រោងស្អីចុះបើគេសួរថាអ្នកឯងជាអ្នកណាក្រុមប្រឹក្សាជាតិតស៊ូដើម្បីអីរដ្ឋធម្មនុញ្ញទទួលស្គាល់ទេលោកបងកឹមសុខចុះបើគេសួរទៅវិញថាអ្នកឯងបង្កើតក្នុងក្រុមបព្វពួករបស់អ្នកឯងធ្វើឲ្យបោកហើយនឹងបញ្ឆោតប្រជាពលរដ្ឋឲ្យមានជំនឿសួរអាណាគេជឿសម័យនេះហើយនឹងហើយទៅតស៊ូអីទៀតទៅប្រឆាំងអីទៀតប្រជាពលរដ្ឋនៅយុរ៉ុបនៅសហរដ្ឋអាមេរិកនៅទ្វីបអូស្ត្រាលីកាណាដាសួរថាគេមានជំនឿតទៅទៀតទេចម្លើយគេវាអត់ព្រោះគេអត់ចង់បានអស្ថិរភាពក្នុងសង្គមដែលកំពុងតែអភិវឌ្ឍបាទចាំមើលស្រាប់គឹមសុខនិយាយច្រើននេះបងប្អូនទាបផលប្រយោជន៍ពាក់ព័ន្ធទាំងអស់ដល់ប្រជាពលរដ្ឋខ្មែររងគ្រោះនិងក្រុមគ្រួសាររបស់ពួកគាត់មិនមែនត្រឹមតែជាការផ្ញើសាររំលែកទុក្ខឬត្រឹមតែនិយាយកាច់តង់ម៉ែគាត់និយាយក៏កាច់តង់ដែរនេះគាត់បានស្អីអ្នកនាំពាក្យក្រុមប្រឹក្សាជាតិតស៊ូហ្នឹងគឹមសុខអីគាត់តែឈួរនិយាយក៏កាច់តង់ដែរតាំងពីសម្លេងតាំងពីអីកាច់តង់ល្បីស៊ីជោពេកហើយនេះចំពោះខ្ញុំមើលតាំងពីកាយវិការតាំងពីនិយាយកាច់តង់ប៉ុន្តែសួរថាអ្នកណាគេស្ដាប់ក្រុមប្រឹក្សាជាតិតស៊ូហ្នឹងអ្នកណាគេស្ដាប់គឹមសុខគ្មានអាណាគេស្ដាប់ទេដូចខ្ញុំនិយាយអញ្ចឹងសម័យនេះហើយគ្មានអាណាគេជឿតទៅទៀតទេចំពោះអ្នកនយោបាយនៅក្រៅប្រទេសនេះធ្វើឲ្យដាច់ខ្យល់ទៅទៀតក៏គ្មានអាណាគេយកអាយុជីវិតរបស់គេដើម្បីទៅបំផ្លាញអនាគតរបស់គេដែរព្រោះគេដឹងថាពួកនេះបោកមិនចេះតិចឆ្នាំទេដូចខ្ញុំខ្ញុំបង្ហាញហើយកម្ពុជាថ្នាក់លើធ្វើការឲ្យហ៊ុនសែនហ្នឹងហើយមកបោកប្រជាពលរដ្ឋអត់ដឹងអីហ្នឹងគាត់នយោបាយហ្នឹងការផ្ដល់ព័ត៌មានថារដ្ឋាភិបាលកំពុងបន្តតាមដានស្ថានភាពវិវត្តដោយប្រជាពលរដ្ឋសាមញ្ញនោះទេឃើញបងប្អូនគ្រាន់តែឡើងទូនាទីសមោអ្នកនាំពាក្យក្រុមប្រឹក្សាតស៊ូមើលគ្រាន់តែនិយាយក៏កាច់សមោបង្អស់ហើយនិយាយម៉ាំងឲ្យចប់បាត់ហើយនិយាយបង្អស់ចឹងណាហើយសួរថាទោះបីគឹមសុខឯងនិយាយហ្នឹងតើគឹមសុខឯងជារាជរដ្ឋាភិបាលឬក៏ជាប្រជាពលរដ្ឋសាមញ្ញរស់នៅប្រទេសក្រៅដើម្បីភៀសខ្លួនក្នុងនយោបាយសួរគេដឹកនាំនៅក្នុងប្រទេសគេអត់ខ្ជិលយកតិចស្ដាប់ទេគេស្ដាប់ប្រជាពលរដ្ឋនៅក្នុងប្រទេសនោះមកតិចភាគច្រើនហើយបើគេយកតិចស្ដាប់តាំងពី2013មកដល់ឥឡូវហ្នឹងគំនាបអន្តរជាតិគេដាក់មកយ៉ាងម៉េចខ្លះគេសួរតែគេស្ដាប់ទេគេគោរពច្បាប់រដ្ឋធម្មនុញ្ញរបស់គេដែលប្រជាពលរដ្ឋបោះឆ្នោតហើយមកកាច់តង់ចឹងមកខ្ញុំចេញមកនិយាយនេះគឺថាខ្ញុំមិនចង់ឲ្យខ្មែរចាញ់បោកតទៅទៀតព្រោះនេះជានយោបាយបោកប្រាស់ធ្វើមិនក៏តែបោកប្រាស់ដែរហើយធ្វើមិនក៏វាមិនឈ្នះគណៈបព្វជិជនដែរពិភពលោកមួយទាំងមូលគេអត់មានតែខ្វល់ប្រទេសមួយដែលមានសុខសន្តិភាពពិតប្រាកដតើអ្នកណាចង់ទៅចំណាយធ្វើឲ្យប្រទេសនឹងចលាចលមើលឃើញប្រទេសភូមាទេបាទអាណាគេទៅជឿទៀតពីព្រោះរដ្ឋាភិបាលមានកាតព្វកិច្ចតាមខ្លឹមសារនៃស្មារតីរដ្ឋធម្មនុញ្ញមើលនិយាយកាច់តង់ត្រូវតែដោះស្រាយបញ្ហាទុកលំបាកវេទនាសួស្ដីប្រជាពលរដ្ឋហើយនឹងការប្រឈប់អានេះទាំងឡាយរបស់
anh đi ha bảo phồn anh đi công ty trôi mà phải cầm sọc gì nè cầm sọc này trong công viên friend môi này nè ok snap khó là ban nè non piệt không rắc xa chia to su khó là giấy của cắt tông này giấy mang mà có giấy bằng ô thơ một thật thơ nhé giấy mặt là giấy bằng ô hay là chẳng mặt chơi mong cho mà thư nè quạt là chưa mà chả bạc đi hãy ông nó sai chiếc bạc hỏng gom rắc xa chia to su tôi hai tôi tiệt oi rót tháp bị bà lục hôn mà này trâu tại anh ai stop xây tâm một cái toàn banผมเปิดngay anh ai stop dướiเราทอมมันนู้นยังไม่ได้คำเชื่อกี่ตัวสควอลเลยอันนั้นกี่สุดท้ายเราทอมนู้นกี่ตัวสควอลเลยแต่นี้เราทาบาสับไงกี่ตัวสควอลเลยให้ตัวยังไม่ตัวจากนี้ไอ้นั่งtớiยิ่งคนโยกูซ้ำในคงมันได้สิกุมตั้งเนี่ยได้มีจุ่มเนื้อในคงอันรับมันได้สิกุมได้จำtớiได้จำtớiก็ได้จำพลักโดระบบนั่นได้จำแล้วนี่ความชิ้นนโยบายเบาในเพียซ่าระบบเราทอมมันนู้นต่อสู้เนี่ยเบาเลยสมัยอะไรนี่มนุษย์ฉลาดนะเนี่ยอันนั้นที่จะชุดขนมจีบบอกเกเนี่ยชุดแต่ตามต่อแต่ที่ได้ต่อสู้จิต30 ชนะไหมบางจีจุ่มเนี่ยยังไม่คลาดลูกเจ้านึกบ่มนอกจากสำหรับประชิปลกขมายรงกลัวหนึ่งกรมกลุ่มสายไม่ใช่ยืนจังกันแล้วบางคนยังโยนจุดนี้มุ่งยืนบาสันจียืนจะเปียกบ่มนอลในครองปฏิกรรมจียืนคลายตะครุนเชี่ยปวดรถจะลักแต่เธอการในประเทศไทยภูมิเมียกลัวทนักทอมาชีดจมช่วยพันได้สลับนาทีนู้ให้ดับให้กรมประชาเราทอมันนุ่นชีต่อสู้นั้นกิจจังmìnhชี้ออยเราถาบาขมายนั้นบ่มนอลจะเปียกเตียงประมาณไอ้ลูกเจ้าถึงจอกเกิมศพปรับปวดรถขมายปรับลูกซ้ำแดงสีพองบางวัดในศพรังเอาเราถาบาขมายมาช่วยลุกบ่มนอลเลยประเทศรังพองบานเนี่ยถ้าเกิมศพให้บุกขมายข้างเนี่ยประชังนึงงวบโตนี่รอไงไปถึงงวบนึงแต่เพียบราคาบาขมายนึงเอามาช่วยลุกบ่มนอลแต่จะเปียกในสหรัฐอเมริกาพองบานเนี่ยให้เราเกิมศพไอ้เราพงไอ้เธอในโยบายใช่เลยวิสัยไอ้กิจุนไปเด็กลุกนะเอาราคาบาลเจนมุกดอกไฟจุ่มนกเตอพี่พบโลกกิเทินจังไงไอ้กน้องไม่กิเทินจังนำไปเซตกัดนำไปประที่โรซีคามวิสัยแบงก์กิเทินจังไงไม่อ่านกิเทินจังไงให้โยนในโยบายนั้นโยมาดักกับนิบแต่ราคาบาลนำไปตีนไปเชื่อไปเพียบถ้าครูนไอ้ไงใครเบอร์สันจิชเน่ลูกเจ้าหนึ่งเรื่องลูกเจ้าหนึ่งนั่งไงซอมแรงซีนะเติมซอกซอมแรงซีเธอบาประเจียปรักหมายมุนหนังกาบอชนาวชนามปีปอนดาวผมบุญเอาประเจียปรักหมายจะดอกลุยใช้ไมโครเซนเต็ตตามแบงในมวยดอกลุยเมาส์ดอกลุยหายบาสันจิกันนับปะสังครูจิตเนี่ยตระลุกผมนอนลังเจ้าหนึ่งบานในถ่ายยังพลันวิสัยโรซีไอกิจุนตามแต่เนี่ยเกียจิตแต่เนี่ยเกียไอกิจุนเวียมีขบวนนาอันนั้นจะถ่ายยังพลันเกียร์สองไงมันเป็นเธอนโยบายเละขณะมวยล้อยังพลันเกียร์สองอันนั้นไงบานเกียร์มันมีจุดเนื้อไทยเคยยังลูกสาวนาซีทำเบอร์สันเจียคณะป้าสังครูจิตเนี่ยได้บอกเนี่ยวิทยุตุนยังประมาณแต่เริ่มโอ้ยมาวิ่งโอ้ก่อนนั้นยิงจังแบบมัดนั่นไงเนี่ยวิทยุตุนในเกี่ยวกับตัวคณะป้าวิจิตรการชี้นะจังออกประมาณกับเกี่ยวกับดำตุนเนี่ยดำไปผงเรื่องในการในคลางการเตี้ยอันนั้นให้จะหาซ่อมแรงซีเธอนโยบายอาจจะคิดครูนไอหรือก็รับพิบาลลูกคนมาไหนเติร์กบองซองบ่มนอลจุ่มนัวประชิปลกขมายรงกลัวหนึ่งกรมกลัวสาโดยจะปีไงนี่เต๋อมันดำเร่เอากรมกลัวซาประชิปลกขมายรงกลัวเปิ่มดาวไล่เปิ่มเหม็นเต้นะกำซับนะปนกำซับยมยีตรังบองสกิลเปิ่มเหม็นเต้ขอหน้าบ้านเนตนอมเปียกรมรักษาทอมกรมรักษาจิตต่อสู้ใจมาเธอได้ยียังเชื่อริงมองอันนี้ก็หาจะรักขมายขอหน้าบ้านตัวเนตีขชาแล้วจะรักใจมาได้ยีโดยจีครูนไอ้นักดักสัมปีตรีรัฐบาลแล้วดูสัมบาลไหมกำซับรีไปเจี๊ยบรัฐขมายอดมินแต่ตัวสกอลเต้นะจำปรากฏอดมินแต่ตัวสกอลเลยไปให้รีรัฐบาลหรือเมื่อรัฐทอมมันนุ่นใจฉบับมวยนี่จะกรมโอเตียมแต่ไม่รูปลงรีรัฐบาลจอบบัตรเห็นไหมจอบบัตรจุ่มในลุยมวยกะมวยไซนะขนมกับบอลสองตื่นถึงอย่างกี้นั่งมีโกรเฮรัญวัฒน์เตี้ยลูกเตะกรมประชาจิตต่อสู้ศึกษาจุดบ้านนะทาตุ้มห่มในบ่มนนโอเคจำอ่านลีห้องนั้นในเวียงจันทร์ในสมัยลีห้องบ่าภายชนะพิจารณาเวียงจันทร์น่ะในไทยมีสกรรมจุนจะมากรมประชังชาได้ตาเมกรมประชังเมียนวิธีนักการเอาไปมวยช่วยพวกเกล้าปีรงช่วยได้เนี่ยโอเคลีห้องเยอะถ้าอะไรในประเทศไทยเนี่ยการช่วยได้มีสกรรมจุนบอกคณะปราบช่างเชิญได้กรมกิจอภิเรียนรัฐบาลตามีลุยช่วยเยี่ยมเราเมาเนี่ยมีลุยช่วยกำซับไอ้นี่ยังนากระดอยนักกำซับจำครับนี่จิตตัวเนี่ยที่เราบริรัฐบาลตรวจสอบอัมพีปัญหาประชีพรัฐมันทานตีนาแต่สมัยแต่ในสหรัฐอเมริกนี่ก็รีรัฐบาลไม่ลุกได้ช่วยเราดำเนินสายได้สาประเทศนี้มุ้ยเปลี่ยนอาเกะเราจะตู้ประจำประเทศนึงเอาแต่พวกรัฐไม่เป็นนักน้องกระเรา
គោលនយោបាយរបស់ប្រទេសកម្ពុជាដែលជាពលរដ្ឋខ្មែរទោះបីយើងសញ្ជាតិអាមេរិកក៏ដោយក៏ធាតុដើមរបស់យើងជាពលរដ្ឋខ្មែរសញ្ជាតិដើមរបស់យើងជាពលរដ្ឋខ្មែរបាទហើយបើសិនជាលោកកឹមសុខឯងលោកពូនកឹមសុខឯងនិយាយអញ្ចឹងណាងាប់ហើយអញ្ចឹងធនធានក្រុមប្រឆាំងគ្រាន់តែនិយាយប៉ុណ្្នឹងណាវាអសមត្ថភាពក្នុងការអ្នកនាំពាក្យរួចបាត់ទៅហើយកឹមសុខគាត់ថាចង់អំនួតថាខ្លួនឯងជាអ្នកនាំពាក្យហើយដាក់សម្ពាធទៅរាជរដ្ឋាភិបាលចុះរឿងដែលកើតពីមុនមកតាមមានក្រុមរបស់លោកឯងជួយដោះស្រាយទេអ្វីក៏វាធ្លាក់បន្ទុកទៅរាជរដ្ឋាភិបាលក្រសួងការងារអគ្គរដ្ឋទូតខ្មែរប្រចាំប្រទេសទីក្រុងបាងកកថ្ងៃដែលកើតហេតុមុនបងខ្ញុំសុកខ្ញុំប្រាប់ខ្ញុំមានតំណែងថ្ងៃដែលមកកើតហេតុមុនបងក្រសួងអគ្គរដ្ឋទូតនៅប្រចាំទីក្រុងបាងកកឈរជើងនៅកន្លែងអាគារលលំនឹងឃ្លៀមដើម្បីដកស្រង់ស្ថិតិតាមមានពលរដ្ឋខ្មែរប្រមាណនេះក្នុងការគ្រោះថ្នាក់ហ្នឹងតាមមានក្រុមប្រឆាំងហ្នឹងគិតគូរអំពីអញ្ចឹងទេមកខ្ញុំសួរខ្ញុំសុកឯងទៅវិញនេះរាជរដ្ឋាភិបាលអគ្គរដ្ឋទូតប្រចាំនៅទីក្រុងបាងកកគេដាក់ទីតាំងនឹងភ្លាមដើម្បីជួយរកដំណោះស្រាយជាមួយនឹងរាជរដ្ឋាភិបាលប្រទេសថៃឡង់ធ្វើគេដឹកនាំ40ឆ្នាំជាងណាខ្ញុំសុករបៀបការងារទូតគេក្នុងគេច្បាស់គេឆ្អិនណាបាទកុំវាតម្លៃជាពិសេសខ្មែរនៅក្នុងប្រទេសហ្នឹងឥឡូវខ្ញុំបាច់នេះលើកឧទាហរណ៍តាមតិចទៅចុះលើកឧទាហរណ៍លីហុងនៅពេលដែលគេចាប់ក្មេងស្រីម្នាក់នៅព្រំប្រទល់ស្រុកចិនគាត់តែដឹងរឿងហេតុការណ៍ភ្លាមរាជរដ្ឋាភិបាលតែតំណងទៅជាមួយអគ្គរដ្ឋទូតនៅប្រទេសវៀងច័ន្ទលីហុងទៅជួយសង្គ្រោះមនុស្សនឹងយកមកភ្លាមឲ្យរួចផុតពីការគ្រោះថ្នាក់បាទនេះរបៀបគេធ្វើការគេមិននិយាយគេមិនអួតផងហើយពួកអ្នកប្រឆាំងមិនដឹងថាបុគ្គលណាជាធ្វើការឲ្យរដ្ឋាភិបាលផងបាទហើយពលរដ្ឋគឹមសុខនិយាយទៀតបងប្អូនរបស់ប្រជាពលរដ្ឋខ្មែររងគ្រោះនិងក្រុមគ្រួសាររបស់ពួកគាត់ដែលរងគ្រោះនៅឯប្រទេសភូមាឬមីយ៉ាន់ម៉ានិងប្រទេសថៃមិនធំរហូតទៅដល់រដ្ឋាភិបាលត្រកូលហ៊ុនដោះស្រាយមិនបាននោះទេបើរដ្ឋាភិបាលសាយថាដោះស្រាយមិនកើតទេលុះត្រាណាតែលោកហ៊ុនបានហ្នឹងហើយ6នាក់លោកលីហុងបាទមិននេះសុំទោសបាទ6នាក់ខ្ញុំដឹងចាំពេលលីហុងឯងទៅជួយសង្គ្រោះពីព្រំប្រទល់ឡាវហើយចិនហ្នឹងបាទ6នាក់ពលតំណែងជាមួយសម្ដេចតេជោនឹងជួយសង្គ្រោះឲ្យតាន់មិនមានបំណងដោះស្រាយជូនប្រជាពលរដ្ឋបើរដ្ឋាភិបាលប្រាប់ថាមិនអាចដោះស្រាយកើតទេគឺលុះត្រាណាតែរដ្ឋាភិបាលលោកហ៊ុនម៉ាណែតឬក៏លោកហ៊ុនម៉ាណែតគ្មានឆន្ទៈដោះស្រាយជូនប្រជាគេធ្វើដូចគេនិយាយហ្នឹងចេះដឹងសម្បានណាហើយមានបានដឹកនាំទេគឹមសុខបងគឹមសុខមកខ្ញុំសួរសិនមានដែលបានដឹកនាំមួយឆ្នាំហើយនៅចំពោះការងារទូតមកខ្ញុំសួរសិនហើយចំពោះការងារគិតគូរអំពីប្រជាពលរដ្ឋដែលចល័តនៅប្រទេសគេនោះសូមមានបានទេអ្វីវាធ្លាក់បន្ទុកទៅរាជរដ្ឋាភិបាលទាំងអស់អូខេហើយទៅបង្កើតបាន7ថ្ងៃហើយជាអ្នកនាំពាក្យឲ្យឃើញនិយាយមើលកុំអំនួតពេកណាគឹមសុខសម័យឥឡូវណាក្មេងគេចេះច្រើនណាស់ក្នុងប្រទេសហើយក៏គេស្រឡាញ់ប្រទេសជាតិរបស់គេដែរហើយក៏គេស្រឡាញ់ប្រជាពលរដ្ឋរបស់គេដែរមិនថានៅទីណាទេជាពលរដ្ឋបើរដ្ឋាភិបាលលោកហ៊ុនម៉ាណែតផ្ដល់ព័ត៌មានមកថាមិនអាចដោះស្រាយទៅរួចទេគឺលុះត្រាណាតែលោកហ៊ុនសែននឹងធ្វើឯងនិយាយកាច់តង់អីណាងាប់ហើយបញ្ចូលកុនបដៅទៅគឹមសុខបាទបញ្ចូលកុនបដៅទៅហើយអ្នកនាំពាក្យនិយាយអញ្ចឹងអ្នកនាំពាក្យនិយាយបង្អស់ពាក្យអញ្ចឹងនិយាយម៉ាត់ណាម៉ាត់នឹងឲ្យវាខ្លីហើយវាខ្លឹមហ្នឹងហើយធនធានរបស់លោកសំរងស៊ីធនហ្នឹងហើយគេនិយាយគេអត់មានបង្អស់ពាក្យទេគេអត់មាននិយាយវែងទេគេនិយាយខ្លីហើយខ្លឹមបើចង់ប្រឡូកក្នុងនយោបាយរកដំណោះស្រាយជាមួយនឹងរាជរដ្ឋាភិបាលប៉ុន្តែរាជរដ្ឋាភិបាលគេមិនចាត់ទុកក្រុមរបស់អស់លោកហ្នឹងគេស្ដាប់ទេអត់ទេបើគេស្ដាប់ក្រុមអស់លោកហ្នឹងហាក់បីដូចជាគេអសមត្ថភាពពេកលោកហ៊ុនម៉ាណែតគ្មានចិត្តមេត្តាអាណិតអាសូរដល់ប្រជាពលរដ្ឋរងគ្រោះសូម្បីតែបន្តិចចេះតែថាហើយគ្មានចិត្តមេត្តាអាណិតអាសូរជនរងគ្រោះចុះអគ្គកុងស៊ុលរបស់គេនៅទីក្រុងបាងកកនោះវាយ៉ាងម៉េចទៅវិញគ្រាន់តែថ្ងៃកើតហេតុនឹងខ្លាំងល្ងាចឡើងដាក់តង់នៅប្រចាំហ្នឹងអ្នកធ្វើការទូតរត់ខ្វាត់ដៃខ្វាត់ជើងដើម្បីសហការគ្នាជាមួយនឹងរាជរដ្ឋាភិបាលថៃមិនក៏មិននាំគ្នាមើលផងទៅមិនឃើញក្នុងបណ្ដាញសង្គមទេការងារទូតរបស់រាជរដ្ឋាភិបាលក្រសួងការបរទេសហ្នឹងគេត្រូវផ្សារភ្ជាប់ជាមួយនឹងប្រទេសថៃរឿងនៃការហែកពិភពលោកទាំងមូលចេញមកតប៉ែអញ្ចឹងមកធ្វើនយោបាយវាតប៉ែចេញមកអាព្រឹត្តិការណ៍ដែលគេកំពុងតែធ្វើនៅហ្នឹងយើងចេញមកមើលគេដូចថាគេហ្នឹងមិនចេះធ្វើការទេអានេះគ្រាន់តែនិយាយយកណូបទេណាបងប្អូននេះគេហៅថានិយាយយកណូបនិយាយយកធ្វើ stress ដូចថាខ្លួនឯងជាអ្នកនាំពាក្យផេះហ៎បានតែមកនាំពាក្យដល់ក្រៅហ្នឹងទៅរដូវកាលរីកជារៀងរាល់ឆ្នាំទៅពួកគាត់កំពុងតែរងគ្រោះបាត់បង់ជីវិតព្រាត់ប្រាសគ្រួសារមកគេនិយាយកាច់តង់យំស្រែកមកទៀតខ្លាំងណាស់ហើយប្រឈមទៅនឹងបំណុលវត្តកនៅឯប្រទេសគេចំណេញនយោបាយបាត់បង់អាយុជីវិតចុះ3លានអ្នកណាជាអ្នករំដោះរួចផុតពីវាលតិឃាតគឹមសុខឯកាតន់ទេពេលហ្នឹង3លានអ្នកនោះអ្នកណារំដោះរួចផុតពីវាលតិឃាតរហូតមកដល់សប្តាហ៍នេះវាជិត17លានអ្នកទៀតតើអ្នកណារំដោះសហការគ្នាជាមួយអ្នកណា
មិនក៏យើងមិនមើលអាចចំណុចយ៉ាងផងរឿងនៅប្រទេសថៃរាជរដ្ឋាភិបាលគេចេះធ្វើការគ្រាន់នេះគាត់តែយកលេសណាបងប្អូនហើយពួកខ្ញុំគាត់តែឆ្លើយតបទៅពួកខ្ញុំមិនអ្នកធ្វើការនយោបាយគណៈបព្វជិជនទេពួកខ្ញុំអ្នកលេង Facebook ខ្ញុំឃើញអាចចំណុចខ្សោយអញ្ចឹងដើម្បីរិះគន់ឲ្យគាត់នឹងចេះធ្វើការទៅបាទវាតប៉ែពេកយើងធ្វើអីអ្វីមួយយើងត្រូវឲ្យថារាជរដ្ឋាភិបាលមុននឹងយើងហាមមាត់និយាយគេមានក្រសួងការបរទេសរបស់គេមានក្រសួងការងាររបស់រាជរដ្ឋាភិបាលដែលគេដឹងទូរលេខប្រជាពលរដ្ឋខ្មែរធ្វើនៅក្នុងប្រទេសថៃនឹងប្រមាណ10000នាក់ប្រមាណ40នាក់ប្រមាណលាននាក់គេដឹងដូច្នេះគេមានតំណែងតំណងក្រសួងការងារក្រសួងការបរទេសអគ្គរដ្ឋទូតនឹងគេផ្សារភ្ជាប់ជាមួយគ្នាដើម្បីយកដកស្រង់ព័ត៌មាននឹងឲ្យទីស្តីការគណៈរដ្ឋមន្ត្រីឲ្យលោកបានដឹងហេតុការជារៀងរាល់ម៉ោងអូខេខ្ញុំប្រាប់គឹមសុកឯងមិនមែន30នាទីជារៀងរាល់ម៉ោងត្រូវបញ្ជូនរបាយការណ៍ហ្នឹងទីស្តីការគណៈរដ្ឋមន្ត្រីនោះបាទអានេះខ្ញុំវាមិនបានទៅរៀនខាងហ្នឹងទេប៉ុន្តែសេណារីយ៉ូគេត្រូវតែធ្វើអញ្ចឹងព័ត៌មានតែកើតហេតុអីឲ្យតន់សភាពការគេត្រូវតែធ្វើអញ្ចឹងបាទសាធារណក្រុមប្រឹក្សាជាតិតស៊ូសិក្សាច្បាស់ណាស់ថារដ្ឋាភិបាលត្រកូលហ៊ុនត្រូវតែបង់សងបំណុលជំនួសប្រជាពលករខ្មែររងគ្រោះនិងក្រុមគ្រួសាររបស់ពួកគាត់ពីព្រោះប្រជាពលករទាំងនោះមិនមែនត្រឹមតែរងហើយបងប្អូនខ្ញុំសួរតែបន្តិចទេឲ្យបងប្អូនឆ្លើយទាំងអស់គ្នារាជរដ្ឋាភិបាលដឹកនាំប្រមាណអាណត្តិហើយចំពោះអំពីពលករខ្មែរធ្វើការនៅក្នុងប្រទេសថៃហើយអាក្រុមប្រឹក្សាជាតិតស៊ូនេះទៅបង្កើតបាន7ថ្ងៃមកដល់ម៉ោងនេះទៅបានបង្កើត7ថ្ងៃទេស្អីក៏ដឹងដែរស្អីក៏ដឹងដែរហើយបងប្អូនគ្រាន់តែនិយាយថាក្រុមប្រឹក្សាជាតិតស៊ូស្អីក៏ដឹងដែរចឹងបានន័យថាឯងមិនភ័រអានឹងនិយាយថាចុះឯងក៏ភ័រមែនអាយុទៅបាន7ថ្ងៃទេតែក្រុមគ្នាឯងហ្នឹងលើកស្ទួយគ្នាឯងទៅវាអត់មានអន្តរជាតិណាគេទទួលស្គាល់វាអត់មានរដ្ឋធម្មនុញ្ញទទួលស្គាល់អំពីក្រុមប្រឹក្សាតស៊ូជាតិនេះវានៅក្នុងប្រទេសគ្រាន់ជាប្រជាពលរដ្ឋមានសញ្ជាតិ2រួមគ្នាបង្កើតជានយោបាយក្រុមប្រឹក្សាជាតិតស៊ូដែលនៅសេសសល់ពីគណៈបកសង្គ្រោះជាតិតួអង្គមួយបំបែកទៅខ្មែរប្រជាធិបតេយ្យហ្នឹងទៅហើយដើម្បីរួមគ្នាយកកម្លាំងទាញឆ្វេងផងទាញស្ដាំផងដល់រួមគ្នាវាអត់ប្រយោជន៍វានៅសិតតែតួអង្គអាដែលសិតជាអ្នកដែលនៅសេសសល់ពីគណៈបកសង្គ្រោះជាតិមកផ្គុំគ្នាដើម្បីឲ្យចលនាហ្នឹងរស់រវើកទៅមុខទៀតប៉ុន្តែវាអត់រស់វាមានមនុស្សវិភាគតិចពេក1000នាក់នៅសល់50នាក់តើមានឥទ្ធិពលអីមកខ្ញុំសួរសិនតើមានឥទ្ធិពលអីព្រោះដោយសារតែរួមជួយដីនៅប្រទេសភូមាឬមីយ៉ាន់ម៉ានិងនៅក្នុងប្រទេសថៃនោះទេកាត់តង់ចំណុចចាប់ផ្ដើមនៃការរងគ្រោះធំបំផុតសម្រាប់ពួកគាត់គឺការដឹកនាំដ៏អន់ពុករលួយស៊ីជម្រៅហ្នឹងហើយចេះតែប៉ុណ្្នឹងអត់មានអីលើពីប៉ុណ្្នឹងទេចេះតែប៉ុណ្្នឹងតាំងពីអាណត្តិទី1រហូតដល់អាណត្តិទី7ចេះតែប៉ុណ្្នឹងពួកគាត់អន់ពុករលួយតាំងពីស្រុកខ្មែរអត់មានផ្លូវតាំងពីដីតូចសេដ្ឋកិច្ចការមានឥឡូវខ្លាយទៅជារមណីយដ្ឋានគ្រប់សពហើយនៅតែពួកគាត់អន់ដល់ពួកអានេះមិនអន់នឹងនៅក្រៅប្រទេសស្រេចពីក្រៅប្រទេសហ្នឹងទៅអានេះពួកអានេះដែលបកកែអញ្ចឹងបោកគេយូរទៅសកម្មជនរបស់គណៈបកសង្គ្រោះជាតិអតីតនៅខាងក្នុងប្រទេសដកខ្លួនចេញចូលរួមជីវភាពនយោបាយជាមួយគណៈបកប្រជាជនកម្ពុជារីឯអ្នកនៅខាងក្រៅនេះគេអស់ជំនឿគេដើរចេញគេមិននិយាយមួយម៉ាត់រីឯអ្នកប្រភេទគេមិនថាគេអត់មានខាងណាទាំងអស់គេងាកទៅក្នុងប្រទេសគេគ្រប់គ្រងថាអ្វីដែលរដ្ឋាភិបាលធ្វើត្រូវលទ្ធផលបង្កើតអីទៀតមានកម្លាំងអីទៀតបានកម្លាំងមានបោកក្រៅប្រទេសទៅសុំលុយអង្គសង្គមស៊ីវិលបរទេសខ្លះជួយឲ្យមានជីវិតរស់នៅទៅសួរថាយើងមកកើតតែយើងដាក់គំនិតទៅរដ្ឋាភិបាលគេស្ដាប់ឬអត់ចម្លើយគឺអត់ចុះបើគណៈបកសង្គ្រោះជាតិដែលនៅសេសសល់ទាំងប្រមាណនោះក្នុងនាមជាគណៈបកសង្គ្រោះជាតិនៅតែដាក់គំនិតគេមិនស្ដាប់ផងហ្នឹងហើយបង្កើតមកថ្មីនេះមានអាណាគេទទួលស្គាល់មានអាចចូលរួមបោះឆ្នោតជាមួយគេម្ដងទេកាន់តែឃ្លាតឆ្ងាយទៀតហើយអាពើបពុនិយមនៃរដ្ឋាភិបាលក្រុមគ្រួសារហ៊ុនទី1អ្នកដឹកនាំនៃរដ្ឋាភិបាលក្រុមគ្រួសារហ៊ុនខុបខិតតែគេដឹកនាំមកវាត្រូវតែបពុអីនេះកលេចមើលសាររដ្ឋអាមេរិកថ្ងៃនេះឃើញទេឡើងមកអាណត្តិទី1ក៏គេបពុកូនចៅរបស់គេដែរវាត្រូវតែអញ្ចឹងវាគិតមិនផុតទេអ្នកណាក៏ដូចអ្នកណាដែរគេខាងសង្គ្រោះជាតិក៏អញ្ចឹងដែរឡើងមកគ្នាឯងអញ្ចឹងទៅអាមិនចេះអីក៏ខ្លាយទៅជាតួនាទីខ្យល់ហ្នឹងទៅបាទអាមិនចេះអីក៏ខ្លាយតួនាទីខ្យល់ដែរបាទអានឹងវាចឹងឲ្យតែមានលុយខំរលុយឲ្យទៅជាមួយអ្នកជំនួយខាងវិស័យហិរញ្ញវត្ថុបើកធនាគារមីក្រូហិរញ្ញវត្ថុដល់ឲ្យបងប្អូនស្ដាប់និយាយមើលគេកាច់តង់និយាយកាច់បាទបញ្ចូលឲ្យប្រជាពលរដ្ឋទៅខ្ចីលុយក្នុងអត្រាការប្រាក់ខ្ពស់ដែលប្រជាពលរដ្ឋជឿទេបងប្អូនអាមេនិយាយផ្សេងដល់អានេះទៅចូលក្រោយនេះគាត់ជាអ្នកនាំពាក្យក្រុមប្រឹក្សាជាតិតស៊ូនឹងគេនិយាយកាច់តង់មានចាំទេលោកសំរងស៊ីជំរុញឲ្យអតីតគណៈបកសង្គ្រោះជាតិទាំងប្រមាណហ្នឹងទៅខ្ចីលុយមីក្រូសេដ្ឋកិច្ចយកមកប្រមាណយកមកបើសិនជាគណៈបកសង្គ្រោះជាតិឈ្នះមិនសងទៅវិញទេចាត់ទុកជាមុខខៀដល់ឥឡូវជាពាក្យ
ta nhận là sọc răng chui song ấy ọt khốn thì bưng khluột chấm nói đi hỏi đại dương mình phải tranh bóc nhận nhiều bài xua bong phôn dương là sọc mày xua bong phôn dương là sọc mày mê phum khla xây lối thơ là nhiều bài xây lối vô mà thơ là nhiều bài là mấy con trúc cái nào ba sủng đồ chiên đọc pe chụp pe gần này bà đọc pe chụp pe tập lệของ tờ đi đọc thà bị bà xua tập tầm trời đấy mưa tầm trời đấy xây lối cái mà tinh làn là mấy chỗ đúng thì vô bài chúng mới cái nào ba sủng đồ chiên đọc chụp pe cái tập lệของ tập phim play crawl đi đọc thà bà đặc nôm cho anh ai theo dương tập xây lối xong bây giờ làm việc muốn thì dương tập xây lối cái mà dương không nhiên cái đây là o của mình anh ai theo dương xây đấy ពិបាករកលទ្ធភាពសងត្រឡប់ទៅវិញពលរដ្ឋខ្លះខ្ចីតែ$2,000ទេក៏ប៉ុន្តែសងមិនចេះចាប់ដោយសារ cho bây giờ đang là dương ắtសមត្ថភាពនឹងខ្ចីគេហើយអត់សងគេយើងទៅខ្ចីទៅស្អីចំនួនមុនគេមិនមានលុយខ្ចីផងមិនក៏គេរស់បានចំនួនមុនគេមិនមានលុយខ្ចីផងមិនក៏គេរស់បានហើយចំនួននេះដោយសារយើងខ្ចីស្អីជ្រាបជ្រើមនឹងនយោបាយដើម្បីប្រកួតគ្នាតាក់គ្នាទីមកនយោបាយមកជឿសង្គ្រោះជាតិទៅខ្ចីទៅពេលសង្គ្រោះជាតិឈ្នះមិនសងទៅវិញទេលុយរបស់ជាតិនេះហើយដែលបោកប្រាស់ប្រជាពលរដ្ឋឲ្យវាន់កគុំទម្លាក់កំហុសទៅគណៈបកប្រជាជនកម្ពុជាបាទហើយវិស័យបែងមួយចំនួនក៏វិស័យឯកជនដែរបាទក៏វិស័យឯកជនដែរបាទរបៀបធ្វើឯកសាររបស់ពួកគេបែបបោកប្រាស់ផងនិងអត្រាការប្រាក់ហួសហេតុផងចំណុចទី2បងប្អូនខ្ញុំចង់ជម្រាបជែកខ្ញុំនិយាយយប់នេះខ្ញុំនិយាយត្រឹមតែคลิปរបស់លោកប្អូនកឹមសុខទេស្អែកខ្ញុំបន្តរឿងសំសខាព្រោះរឿងនោះវាវែងរឿងសំសខានេះជារឿងវែងហើយខ្ញុំត្រូវយកមក analyze ខ្លះឲ្យបងប្អូនយើងបានជ្រាបចំពោះបងប្អូនស្រីសំសខានៅប្រទេសកាណាដាដោយសារយប់នេះខ្ញុំមិនចង់ឲ្យយប់ជ្រៅពេកព្រោះខ្ញុំវាយប់ជ្រៅច្រើនពេកបងប្អូនបាទត្រូវការគេងដែរគាត់ថាខ្ញុំនិយាយអំពីលោកគុំប្អូនកឹមសុខនឹងចប់គឺខ្ញុំនិយាយពីទីក្នុងទីទួចគឺខ្ញុំចាប់ទុករឿងបងប្អូនស្រីកឹមសខាព្រោះខ្ញុំមានចំណាប់អារម្មណ៍ព្រោះខ្ញុំបានស្រាវជ្រាវคลิปខ្លះជាច្រើនយកមកនិយាយដើម្បីចង់បញ្ជាក់អំពីបងប្អូនស្រីសំសខាហ្នឹងបាទដូច្នេះខ្ញុំពោវែងពេកចំណាយប្រហែលជា1ម៉ោងកន្លះចឹងនិយាយទៅគឹមសុខសិនបាទពលរដ្ឋរងគ្រោះជាច្រើនមែនដែលខ្ញុំគិតថាក្នុងនោះក៏មានប្រជាពលកររងគ្រោះស្លាប់បាត់បង់ជីវិតនៅប្រទេសភូមានិងប្រទេសថៃដែរចាញ់បោកក្រុមហ៊ុនរកស៊ីបោកប្រាស់នៅប្រទេសកម្ពុជាដូចជាក្រុមហ៊ុនអ្នកស្រីសេដ្ឋកិច្ចចាញ់បោកក្រុមហ៊ុនស៊ីបោកប្រាស់បើតាមខ្ញុំទៅស្រុកខ្មែរនេះខ្ញុំស៊ើបសួរពលករខ្មែរទៅធ្វើនៅស្រុកថៃគឺទៅនេះទៅដល់ចិត្តខ្លួនឯងទេបាទអត់មានអ្នកណាជំរុញឲ្យទៅទេអត់មានអ្នកណាគេគណៈបព្វជិជនណាគេជំរុញឲ្យយើងទៅតែយើងទៅដល់ចិត្តផងទៅតែមិនរៀមដៃស្អាតផងបាទដល់មិនរៀមដៃស្អាតទៅខ្លាចសមោលខ្លួនឯងក៏លែងហ៊ានមកទៅអាខ្លះក៏បានមកអាមេរិកទៅនិយាយទិញទូរស័ព្ទមួយស្រីជេហ៊ុនសែនបានមកអាមេរិកទៅភាគច្រើនបាទបងប្អូនមកក្រោយនេះហ่ะអានឹងដោយសារជេហ៊ុនសែនទៅបានមកអាមេរិកទៅបើអត់បានជេសម្រាប់តែចូលទេអត់បានទេបាទខ្លះជេទៅភួរទៅតែរត់ថៃវាយទៅទាញអាវលះទៅដេកដួលដីទៅថារត់ដួលដីទៅអាខ្លះឲ្យភួរមកបានជាប់មកអាមេរិកហើយជាប់មកអាមេរិកនេះខ្ញុំចង់ជម្រាបបងប្អូនការជាប់មកអាមេរិកនេះវាស៊ីសងលឿនអ្នកស្រីមូសុខួរស្រឡាញ់ណាធ្វើសំណុំរឿងនឹងផ្ញើទៅក្រសួងការបរទេសបន្តិចទៅអានឹងបានមកហើយក៏បពពួកនិយមដែរព្រោះអីបានខ្ញុំនិយាយថាបពពួកនិយមអ្នកដែលរត់ចូលទៅប្រទេសថៃអ្នកខ្លះមុខងារធំតាក់ទងមកខ្ញុំរហូតឲ្យខ្ញុំនឹងជួយនិយាយផងថាខ្ញុំអត់មានតួនាទីអ្វីនៅក្នុងគណៈបក្សសង្គ្រោះជាតិទេខ្ញុំគ្រាន់ជាអ្នកលេងក្នុងបណ្ដាញសង្គមពួកគាត់ខ្ញុំធ្លាប់ជួយលុយចឹងទៅអញ្ចឹងបានខ្ញុំដឹងព័ត៌មានស្មោកគ្រោកដែលពួកគាត់នៅប្រទេសថៃណាធ្វើឲ្យគាត់ខកចិត្តទាំងអស់អ្នកខ្លះរុស្ស៊ីដើមទុន1លាន2លានឡារហូតសុខចិត្តរត់ចេញប្រទេសមកដើរតាមសំណាងស៊ីខ្លាយខ្លួនមកធ្វើខ្ញុំគេនៅប្រទេសថៃខូចទាំងអនាគតកូនចៅបែកបាក់គ្នាអស់ហើយបោកបញ្ឆោតថាចាំតិចសិនណាគង់បានមកអាមេរិកទេចាំតិចសិនណាគង់បានមកអាមេរិកទេនេះជាល្បិចបោកបញ្ឆោតនេះខ្ញុំនិយាយហ្នឹងអ្នកស្រីមូសុខួរដឹងហ្នឹងគេអ្វីដែលខ្ញុំនិយាយអ្នកស្រីមូសុខួរបងស្រីមូសុខួរដឹងហ្នឹងអញ្ចឹងអ្នកដែលខកបំណងនៅប្រទេសថៃសប្តាហ៍ថ្ងៃមួយចំនួនហ្នឹងអ្នកខ្លះសឹងខ្លាយខ្លួនទៅវិកលចរិតបាត់ទៅហើយបាទដោយសារចាញ់បោកអ្នកនយោបាយមិនមែនចាញ់បោកអ្នកនយោបាយខាងក្នុងទេណាគឺចាញ់បោកអ្នកនយោបាយនៅខាងក្រៅប្រទេសទី1សង្ឃឹមថានឹងបានចេញមកក្រៅប្រទេស5ឆ្នាំអត់មានបានចេញដល់ពេលខ្លះខ្ញុំក៏មានបំណងដែរថាចង់ជួយពួកគាត់ឲ្យពេលពួកគាត់ត្រឡប់ចូលទៅប្រទេសវិញទៅចង់ឲ្យរាជរដ្ឋាភិបាលអ្វីដែលជាប់ឈ្មោះនៅតុលាការហ្នឹងគួរតែអនុគ្រោះលើកលែងទោសទៅពួកគាត់ឆ្អែតនឹងអ្នកនយោបាយនៅក្រៅប្រទេសបាទនេះគាត់បំណងរបស់ខ្ញុំទៅថ្ងៃមុខចង់ឲ្យពួកគាត់ហ្នឹងវិលត្រឡប់ទៅវិញហើយប្រជាពលរដ្ឋសាមញ្ញទៅរស់ក្នុងលក្ខណៈប្រជាពលរដ្ឋដូចគេដូចឯងទៅកុំឲ្យចាញ់បោកអ្នកនយោបាយនៅក្រៅប្រទេសពួកអ្នកនយោបាយនៅក្រៅប្រទេសពួកអ្នកនៅក្រៅប្រទេសនេះគ្រាន់តែសេចក្តីសង្ឃឹមរបស់គេនៃសមោលមួយគេថាបើសិនជាមានការផ្លាស់ប្ដូរគេនឹងមានអំណាចប៉ុន្តែសួរថាផ្លាស់ប្ដូរយ៉ាងម៉េចខ្ញុំសួរថាផ្លាស់ប្ដូរយ៉ាងម៉េចដែលគេកាន់អំណាច46ឆ្នាំហើយនោះគេកាន់អំណាច46ឆ្នាំហើយអាគេមរតកទាំងអស់ហ្នឹងសួរថាបងប្អូនក្មេងៗចំនួនក្រោយសួរថាគេព្រមឲ្យយើងទេគេឲ្យព្រមឲ្យយើងក្នុងលក្ខណៈប្រជាធិបតេយ្យក្នុងការចូលរួមបោះឆ្នោតហើយបើការចូលរួមបោះឆ្នោតហ្នឹងវាមាន28គណៈបកចូលរួមបោះឆ្នោតដែរនោះហើយអត់តែយើងដើរចេញធ្វើម៉េចឥឡូវធ្វើម៉េចវាស្នាមនោះវាខុសគ្នាអញ្ចឹងវាចឹងធ្វើម៉េចគេនៅក្នុងគេធ្វើក្នុងទៅហើយយើងនៅក្រៅនេះយូរបែកបាក់គ្នាអស់ហើយចាប់ដើមបង្កើតចលនាខ្មែរដើម្បីប្រជាធិបតេយ្យមកគ្រប់ទៅបង្កើតក្រុមប្រឹក្សាជាតិតស៊ូអញ្ចឹងទៀតទៅសួរថាធ្វើដើម្បីអីធ្វើដើម្បីអី
bà cái là tham ba khi mình vô đạp phong khi mình vô thì chiếc đạp phong luôn xui nhưng thưa làm vậy ấy hay đặt thầm niệm anh đã chết đặt thầm niệm mấy pi phúc lúc sau ngay cùng phong tay rồi nhây pi phúc lúc sau ngay cùng phong tay nhây sầm bám nát là bỏng phốn mà hộp tiếp sang làm đấyเราปงเตี้ยเท้ากันแล้วปงมอนมุ้ยสังมาลาấyปีนปงเตี้ยปงบุญน่ะละเกิดยังไงตำไรกันน่ะละตื้อจังหวัดท่าอนาคตจะเกิดโยบายจะแถวประเทศที่ติดที่เกิดปัญหาเปลี่ยนสั้นอะไรสับปนเติมสับติด นี่จังนะนายกิจดังจิตตุ้งเตอค้าเมียนหลบคนมาไหนในปีกล่าวเขาตีไป เชื่อแต่แล้วนะ น่วมเอาบอกกรมกลัวสาหนเพื่อเอาประชุมบรัฐมาลุบ้าเวทเนี่ย เชื่อแต่เท้าไอ้ในอเมริกเวทนี้จริงๆที่เกณฑ์น้องไงสร้างไงตึกเกมีนพอปสตรีทเกมีนมอเตอร์เลก็ได้เลยสบายทวีแบบประคายเกติดแม่นแต่เกมีนไปดอกต่างห้ามเกมเศร้าเกรู้ในคนประเทศสับไทยนู่นเกเนี่ยแต่เราเคยจำบ้านเลยที่พิชิตทับไตสุดท้ายเลยที่พิชิตทับไตบ้านมันก็มันคอมทั้งนึงให้หาทางเลยที่พิชิตทับไตคอมมาเรียนครูนตึกในอเมริกจังในอเมริกประเทศเกเลยที่พิชิตทับไตเคยยึดเธอกากาตะมาเรียนใจบ้านแต่34 เซนเนี่ยแกนั่งลุยวนโจตรับไปหนึ่งติงไอ้กบางปุ่นติงไอ้กบางปุ่นนั่งเลยที่ทับไตสกขมายเฮียนเธอโดนจังมั้ยบ่มเสียใจแล้วนั่งเดียรัฐบาลแล้วนั่งรับกินมินลุยเนี่ยแต่ซาปุ่นอกอนั่งให้ก่อนเช่นเนี่ยนอมปีกรมปรึกษาจิตต่อสู้กัดตองงาปนกึมซอกดอกเสียปัญหาครัวในบ้านสู้เตอร์เพียงมันมืองี้ดิโอเคเมานี่เพียงมันมืองี้ดิใช้กบเพียงมันจับพาได้แต่ประสิทธิชมยิ่งไปชับเชียงติ๊กปนในของเตสับไงเนี่ยบ้านในยามปีเกตาศึกษาที่เรียนโซนในโยบายบอกขนาดปรับชี้จุนนะเรื่องมอมเพียงไงเก็บมูลค่าได้แต่ชมยิ่งทางเรื่องมอมรู้รีรัฐบาลทำไมนี้สมัยปัญญาเก่านี้มูลฐานในมวยสกัดมันชนบอกขนาดปรับชี้จุนเราจอบส่วนสอบตบประชีพรัตน์ตามมูลฐานเอาไว้เดี๋ยวไปชีพรัตน์ประกาศเคยเนี่ยเอาไว้เดี๋ยวไปชีพรัตน์ประกาศเราไปชีพรัตน์ประกาศเก็บบ้านตู้เลยจังหวะนั่งมาไว้เรื่องไอ้เด็กเกมมันเธอระบายการ์ดธนาคารสอบเธอระบายการ์ดธนาคารเอาไว้ในธนาคารมันจุนtớiกระทรวงการบอกtớiรัฐาภิบาลหรือมือก็tớiกระทรวงมหาดไตจุนทำเรื่องtớiรัฐาภิบาลคือเนี่ยเอาไว้คลาดในธนาคารแต่ไม่เกี่ยวกับกรมรู้ทาภิกาจำนายนี้มาพิบูลแขกกรมต่างๆตั้งแต่เธอใส่คลาดภูมินาแต่เธอคลาดอภิบาลเนี่ยกี่บางห้างสักการมาพิบปึ๊ดจิมุ้ยตั้งแต่เชียร์ปรัตได้กี่กำปุ้งแต่ดักนอนอยู่เลยบรกการเงียบมันบานให้โดยซาได้ปุกกวาดมีชีวิตเพียบดงดาบจุ่มแปะบ่มนอลทันทีกี่พองปุกกวาดตรึกมองคอมจัดตรการเกมซอกเรื่องต้นดาบนั่งเกมซอกไอ้จะเมื่อบอลพูนยืนสอกไม้อ่ะคลาดเมียนได้แต่จีกูวิมันดำซีได้ดำเจกูวิมันดำได้คลาดไปไอ้ดำบ้านคลาดวิมันดำเต้วิมีนเปย์ตะเล่วินนอพเนี่ยพักเสียชิงโตบังฮอตเตอร์มีนเปย์ตะเล่นอพเนี่ยเล่นเฟซบุ๊กติ๊กต็อกเตอร์ทอดบังฮอตเตอร์มาจำนวนได้ไอ้เธอการสกัดจุ่มเป็นเตะบานไอ้เซลตะเลียงไอ้จิตได้โยตะเลียงมาไอ้เธอบานแต่เป็นจำชีวิตก็มันเฟอร์ได้ทำไมมูจำนวนยัยลังถักออตเต็กจอดตะเคลียไปเรื่องไม่ไปกูมันซ้ำใจเตอสมัยนี้ยังควายไปใจเต้ปันตายนี่แกหาท่าจะรักทำไมมูจำนวนสกเจ็ดอ่ะสกรีมาปอนยังเตอจีเพียโมยังเตอแต่เต้ยังเราไปชื่อกระเปียเลยนะบอกครูนไอ้มันสลายครูนไอ้ดำซีครูนไอ้ให้ทับเพียบไรกรอไหมจำแต่เกลียลุยมาเอาอันนี้ชมยี่เบียยมยี่เบียกาเปิดจุ่มปูเนี่ยเด็กเชี่ยจุ่มปูเกเนี่ยมันเชี่ยละเกมันควาซีได้จุ่มเป็นเตะเกนู่ยื่มันเจ็บเหมือนกันกสิกรรมเศรษฐกิจครัวซาบอกครูนไอ้จุ่มเป็นเตะพร้อมยื่เพิ่งแต่รัฐบาลถึงออกนั่งยื่จับมาละที่พิชิตทัพไต้ยื่เธอเหมือนกันกสิกรรมครัวซาบอกครูนยื่จุ่มเป็นเตะนั่งเธอไว้บางครั้งดามเจนเปิดกรุ๊ปซับแบบอย่างถึงออกได้แต่มีดำเต๋อเราได้ภาษาเราให้เป็นเนินนั่งไงกระดาษก่อนไปออนที่ให้ยื่ดักเต๋อสเปรย์ละเปิดบกยมเนออเมริกนี่ยมยินไงแต่ใบคายยมดำยำมันถึงออกมองนั่งใบคายในยมประมาณส่วนซีเนตเมื่อเนี่ยแต่ตั้งได้ยมเนี่ยดำเขาเนี่ยปีจังอามปะดาวใบไม้ดำมันกรุบหมกchỉ hiên thắng đâuแต่ตั้งมาไม่ปะดาวไทยประมาณดำมันกรุบหมกติงโทมาจากใดมั้งใครน่าตัวใครด่านั่งตั้งสกรีด่าเคยเนี่ยฉะนั้นนี่จะมาจำทอได้มือระเบียบแต่ระยะปีใบคายแต่ชมดำเอาไว้คลาบานเอามืออันนี้อดได้เพราะนะเจ้าชมพูยืงเมียนได้ไม่ก็ยืงมันเฟ้อดอกเมาส์จีมาโตแต่ติงสกรีติงมาเด้งคือหายนั่งไงติงกี่ซีจังระเบิดเมียนจีกิมิชื่อครูนายงอกครูนายนะบางยืงมันเจ็บเหมือนกันเซตแต่ครูซาครูนายเนี่ยขนมจึงเก่าครูซาครูนายได้ถ่ายแล้วถ่ายมาพี่ไม้บุญชงแต่เจ้าก็อาจเคยบานยำได้บอกโอนก็แบบพี่เคยทะเลาะประตูรีรัฐบาลโจรีรัฐบาลลูกครอบครัวได้ท่ารีรัฐบาลลูกครอบครัวได้ท่ารีรัฐบาลลูกครอบครัวให้ลูกนักน้อมเธอเอาไปเชียร์ปรอนมาจำนวนเนี่ยก็เลยโยบายแช่เนี่ยมาจำนวนเบียร์ไม่ชักเล็กมาเมื่อไปเชียร์ปรอนตู้เตอร์สับไงเนี่ยระเบียบระบบโครงการรวมในไปเชียร์ปรอนในไปจุ่มจุนโดยเชียร์รัฐนิพนธ์เป็นตามใครหนึ่งมุ้ยแต่ไปจุ่มจุนมนุษย์ชาติยังมาเมื่อไปเชียร์ปรอนระเบียบบอกกี่รูประเบียบไม่ใช่โนคลาเคยเนี่ยสกไม้สับไงเนี่ยยังมันอู้ได้อะไรสรองสกไม้ในอเมริกเนี่ยอะไรสรองไม้มาหันเพียในสกไม้เนาะอย่าพิจารณ์เกย์ชอบมุกบ้าน
ទទួលទានមិនតាន់ចានអស់ផងគេយកចានមួយចេញដាក់ចានមួយឯងថ្មីទៀតបាត់ហើយទាំងសមទាំងសព្រាឃើញទេវាខុសមេឃនឹងដីក្នុងបច្ចុប្បន្នភាពនេះរបៀបរបបប្រជាពលរដ្ឋខ្មែរយើងដែលកំពុងរស់នៅក្នុងប្រទេសសប្តាហ៍នេះអានេះខ្ញុំនិយាយក្នុងភោជនីយអាហារទំនើបដែលប្រជុំជនមនុស្សដែលច្រើនចូលរួមយើងឲ្យ credit ប្រទេសជាតិរបស់យើងបាទសូម្បីតែហាងកាហ្វេគេក៏ទំនើបដែរនៅឯប្រទេសថៃសូម្បីត្រឹមតែជាការងារធ្វើកម្មករសំណាក់លោកហ៊ុនសែនលោកហ៊ុនម៉ាណែតកន្លងមកធ្វើបាននិយាយបែបប្រជាភិថុតបបប្រាស់ថាខ្ញុំសោកអើយវាមិនដែលរដ្ឋាភិបាលណាគេធ្វើវិជាវិផុតទេសួស្ដីបច្ចរាសុខបាយបច្ចរាក្រៅជាតិហ្នឹងគេមិនដែលណាគេធ្វើវិជាវិផុតទេសប្តាហ៍ថ្ងៃនេះឯងរត់មកក្រៅប្រទេសហ្នឹងធ្វើអីមិនឈ្នះគេចោតគេទៅចោតគេមិនក៏ចោតទៅសួរសប្តាហ៍ថ្ងៃនេះចឹងបានខ្ញុំមើលបណ្ដាញសង្គមខ្លាំងថានាំគ្នាចោតទៅច្រើនសួរថារដ្ឋាភិបាលគេឈឺក្បាលអីចាំពាក្យខ្ញុំមិនមែននេះឯងដឹកនាំទេរាជរដ្ឋាភិបាលដឹកនាំចាំពាក្យខ្ញុំមួយម៉ាត់ប៉ុណ្្នឹងនេះតួនាទីក្នុងការដឹកនាំប្រទេសជាតិមិនមែនក្បាលនេះឯងដឹកនាំប្រទេសជាតិទេគឺក្បាលអញដឹកនាំអញត្រូវធ្វើតាមប្រជាពលរដ្ឋមតិភាគច្រើនទោះបីពួកឯងនិយាយអីក៏ដោយអញមិនស្ដាប់ព្រោះអញឃោសនាឲ្យប្រជាពលរដ្ឋបោះឆ្នោតឲ្យអញត្រូវអនុវត្តតាមប្រជាពលរដ្ឋដែលចង់បានហេនេះហៅថានយោបាយតាក់តិចវាបន្តិចចឹងវាសើវាបន្តិចចឹងឃើញទេគេឈ្នះយើងយ៉ាងម៉េចហើយយើងបានអីយើងបានពាក្យថាស្នេហាជាតិនៅក្រៅប្រទេសក្តៅខ្លាំងណាស់នឹងឲ្យចូលឆ្នាំស្នេហានៅក្រៅប្រទេសឧទាហរណ៍ខ្លួនឯងស្នេហាជាតិណាមួយសិលស្នេហាជាតិអាខ្លះរស់ពី7មករារៀនសូត្រចេះពី7មករាគ្រាន់តែបានចេញមកក្រៅប្រទេសនឹងប្រឆាំងឲ្យតែហ៊ានជេរតកូលហ៊ុននឹងអូស្នេហាជាតិមួយដើរពើងទ្រូងប៉ុន្តែយើងមិនឲ្យតម្លៃប្រទេសជាតិរបស់ខ្លួនឯងត្រូវងាកចេះស្រឡាញ់ប្រទេសជាតិរបស់យើងឃើញពិភពលោកកលែងមើលប្រទេសភូមាទោះបីគេដាក់តរណកម្មអំពីសេដ្ឋកិច្ចនៅប្រទេសភូមាក៏ដោយនៅពេលដែលមានបញ្ហាឃើញពិភពលោកមួយទាំងមូលកប៉ាល់ខុសសម្រុកចុះដើម្បីជួយប្រជាពលរដ្ឋ12លាននាក់ដែលកំពុងជួបបញ្ហានៅប្រទេសភូមាចាំមើលសារព័ត៌មាន World News ABC World News CNN Fox News ព័ត៌មានពិភពលោកមួយចំនួនគ្រប់ប្រទេសទាំងអស់គេផ្ដោតអារម្មណ៍ដើម្បីជួយមនុស្សជាតិនៅប្រទេសភូមាហើយនៅប្រទេសថៃឡង់ត្រូវធ្វើយ៉ាងម៉េចខ្លះត្រូវចែកគ្នាមកឆាប់ពិភពលោកតំណែងជាមួយអង្គការស្បៀងអាហារពិភពលោកទៅទៀតមិនតែនាំគ្នាចេះតែអង្គុយទៅតាមព័ត៌មានពួកអ្នកលេងក្នុង Facebook នេះអំពីខ្មែរលទ្ធិប្រជាធិបតេយ្យអាព័ត៌មានអាណាចាប់ចងអីណាខ្ញុំឃើញប្រហែលថ្ងៃនេះឃើញគេចាប់ប្រហែលមិនសិនមិញឃើញគេចាប់នាំគ្នាលើកនិយាយហើយប៉ុន្តែខ្ញុំខ្ជិលនិយាយខ្ញុំជឿយករឿងហ្នឹងទាំងអស់និយាយចំពោះបងប្រុសម្នាក់នេះស្អី advisor business advisor ហ្នឹងប៉ុន្តែអ្នកខ្លះគេចំណេញអានេះខ្ញុំនិយាយតិចចុះគេចំណេញរបៀបមិនខ្លះចុះបងប្រុសហ្នឹងគេហៅទៅកិច្ចសន្យាប្រហែលម្ដងឬពីរដងរួចហើយតើបើនៅតែតប៉ែអញ្ចឹងគេអត់ចេះយល់ទេបាទចេះនិយាយប៉ុន្តែអត់ចេះយល់ទេអានឹងបានណាគេសុទ្ធថាអ្នកឯងចេះនិយាយប៉ុន្តែអ្នកឯងចេះយល់ទេបងចេះយល់តាមតាណាទៅកម្ពុជាក៏សម្បូរដែរត្រឹមតែជាការងារសំណង់អាចមានការងារសំណង់នៅប្រទេសកម្ពុជាច្រើនគួរសមមែនខ្ញុំសោកហេងសួររដ្ឋមន្ត្រីក្រសួងការងារហេងសួរគេត្រូវការមនុស្សច្រើនណាស់នៅក្នុងប្រទេសដែលខ្ញុំមើលស្ថិតិក្រសួងការងារគេត្រូវការមនុស្សអញ្ចឹងបាទខ្ញុំនិយាយថាសូមឲ្យបងប្អូននៅប្រទេសថៃប្រទេសណាមួយបើសិនជាឲ្យការងារធ្វើវិលត្រឡប់មកមាតុភូមិរបស់យើងវិញមកវិលត្រឡប់មកម្ដាយយើងវិញការងារប៉ុណ្ណាយើងធ្វើសិនទៅមុននឹងអាប់ក្រេតការងារហ្នឹងមុននឹងបានប្រាក់ខែថ្លៃស្រុកខ្មែរអ្នកខ្លះនិស្សិតបញ្ញវន្តខ្លះស៊ីមួយខែ$5,000 $3,000 $2,000 តាមអ្នកចេះបើយើងប្រើកម្លាំងស៊ីទៅ$500 $300តាមហ្នឹងទៅតែចំពោះគេអ្នកចេះបងប្អូនម្នាក់នោះខ្ញុំស្គាល់ណាបងខ្ញុំមួយខែខ្ញុំបានប្រាក់ខែជិត$10,000សួរធ្វើយ៉ាងម៉េចបាន$10,000ខ្ញុំធ្វើការនេះផងខ្ញុំធ្វើការឲ្យក្រៅប្រទេសផងចុះមានពេលដេកទេចុះខំសិនទៅបងខ្ញុំធ្វើការអនឡាញឲ្យត្រូវម៉ោងនៅនោះឃើញទេនេះតសើកូនខ្មែរនៅក្នុងប្រទេសគេមិនមកនៅក្រៅប្រទេសផងប៉ុន្តែគេអាចធ្វើការនៅក្នុងប្រទេសហើយសិនព័ត៌មាននៅក្នុងអនឡាញទាំងអស់ហើយឯងនេះរបបផ្ដាច់ការកម្ពុជាកុម្មុយនីសអាខ្លាំងស្អីរហូតដល់ថាអាខ្លាំងស្អីប្រទេសខ្មែរនឹងកុម្មុយនីសយួនហើយនឹងចិនចង់ប្តឹងអាសកៀលនឹងទៅក្រសួងការបរទេសដើម្បីឲ្យដកសញ្ជាតិដើម្បីបញ្ជូនទៅប្រទេសដើមវិញអាផេះអាមេរិករុស្ស៊ីជាមួយចិនអាមេរិករុស្ស៊ីជាមួយយួនហោះយួនបើកឆ្លងទ្វីបសប្តាហ៍ថ្ងៃនេះ7 3ដងនេះបាយភ្លើអញប្រាប់ថាឆ្នាំណាដែលអាមេរិកបួអ៊ីងហ្នឹងគេលីសយន្តហោះនឹងឲ្យប្រទេសវៀតណាមនោះឆ្នាំ2001តំណែងតំណងរវាងប្រទេសយួនដើម្បីមកតាក់ទងជាមួយនឹងសហរដ្ឋអាមេរិកមកបួអ៊ីងហ្នឹងកងត្រាគ្នានៅឆ្នាំ2021ដើម្បីកំងយន្តហោះ7ហ្នឹងប្រហែលគ្រឿងមិនទិញដាច់ទេណាបងប្អូនលីសបងខែដោយសារអីសហរដ្ឋអាមេរិកគេគិតអំពីចំនួនប្រជាពលរដ្ឋច្រើនជិត100 លាននាក់អញ្ចឹងគេត្រូវការយន្តហោះទំនើបហ្នឹងពីប្រទេសអាមេរិកហ្នឹងហើយត្រូវបងខែឲ្យខាងក្រុមហ៊ុនបួអ៊ីងហើយរដ្ឋាភិបាលអាមេរិកហ្នឹងចុះអាមេរិកវាថាប្រទេសវៀតណាមនឹងកុម្មុយនីសដែរបើអាមេរិកគេរុស្ស៊ីជាមួយហើយសប្តាហ៍ថ្ងៃហ្នឹងឃើញអាមេរិកគេទៅធ្វើអី nuclear power plant ដើម្បីប្រើ generation របស់ជាតិ nuclear ហើយប្រើជាតិអស់ហ្នឹងវាចំណេញដល់ពេលទិញណាទិញអាមេរិកហ្នឹងទៅចាក់ម្ដងបាន20ឆ្នាំហ្នឹងហើយគេប្រើភ្លើងនេះបានធំហើយចោលប្រទេស
อยู่ในกลุ่มนี้ยังไม่ว่าไม่การเกโรซีจมูกยังให้ไม่กระจายปฏิกรรมเชียนั่นอันนี้จังบอกสายเตออัดเพลอคลาเสร็จไอ้จังดังขยมนะเตอกระทรวงการบอติเหตุดอกสิงจีดอับไปมันยังจังชั่วโมงเวียเตี้ยเนาะก็ประเด็นเรื่องในลูกคนไส้ในลูกคนมาไหนมันบ้านในยัยกาบัดคือในตรองท่าการนี้สมนั่งในปฏิกรรมผู้ชี้จะแต่งยังกัดตองไงกรรมกรปิดบากลอยขลังนะหรือก็ไอ้กูซีโจไม่กำซับก่อนทีเนี้ยนอนเปียกกรมประสาทจิตต่อสู้นึงก่อนแต่ล้างตัวในตีชาโดปนกำซับโดการในยี่โอเคจงเพียบโดการในยี่มามัดเอาเมียนคำซากรมในยี่บังโอยี่บังโอโดยลูกซ้ำแนวซี่จังจงเชื่อเธอตราการลูกซ้ำแนวซี่แต่บ่าอันนั้นอันนั้นว่าได้เมื่อลูกซ้ำแนวซี่อันยี่บังโอจังไงแต่แปลอีกบ้าปรากรรมกรน้อยมันบางลุยเอาแต่มาดอนอันจังไฮเมื่อบอกพลกรรมกรสำนักในครองประเทศกรมพลนั้นได้มันบางลุยเอากรมพลนั้นได้มันบางลุยไอ้กรรมกรสำนักในครองประเทศก่อนขโมยเชียวมั้ยกรรมกรสำนักสองเตะฮะลุยอัดไว้อันนั้นก่อนเป็นโรซี่พ่องดอกไข่บอกไอ้ปลุกบอกเอาลุยกับลาที่เนาะว่าอันนี้ก่อนนะกรรมกรสำนักสองวิลาสองเตะโมไม่บุกเลิกทำแพ้เจ้าสับเนี่ยเจ้าโคมาให้ใช้ทันเยอะๆสัตว์เกย์นักอดลุยบังบ้านเชียร์ประชิดประวัติขมายปลกอขมายรอบเรียนเนี่ยนวมเนียทั่วจุดหน้าซอกเนี่ยคลักโคชบักไว้แต่เนี่ยฉลองได้ตระการนี้แต่ประเทศไทยตรำตายจีกรรมกรสำนักตรำตายจีเนี่ยนั่นไงจำลายจำชายสัตว์แต่เว้นเธอมาอยากชนะสันจำตีนกรรมกรนั่นมาเธอการในคงเตะอะไรนี่รีดราคาบาทเกี่ยวกับปุ่งแต่ดักหน่วงแต่เราอยู่แต่ซายังไม่โยบานยังไม่เอาชนะขนาดปะวิจิตรให้หาวิจิตรปรับโจในคงเตะให้โรคาเงียกิเธอเต๋อโรคาเงียกิเธอเต๋อเรื่องการดักหน่วงกึ่งศพรัฐบาลมีตำแหน่งตำแหน่งจมุ้ยวิสัยเนี่ยวิญญาณตุนเนี่ยออกหยาโลกออกหยาโอเคกึ่งศพเนี่ยวิญญาณตุนแต่วิญญาณทมนั่งไงแต่เหมือนการเงียเอาวิจิตรปรับยังการเงียด้วยในสหรัฐอเมริกาสหรัฐอเมริกในสหกรีทมต่างๆนั่นคือวิสัยไอกิจุนวิสัยไอกิจุนสมมติในสหรัฐอเมริกากูประกวดไปเจนคนี้อมปีสหกรีทมวิสัยไอกิจุนแต่ไม่เตะติ้งวิสัยไอกิจุนอ่ะในไอมาเธอรัฐขยมมาพวกคิดตั้งแต่กรมพลนี่มีมันนึกมาเมื่อเนี่ยรัฐนั่นแล้วเนี่ยไอมาเธอการรัฐขยมมาขยมอะนักรูปปุ่นรัฐมาเธอการนึกขยมอะนักรูปปุ่นเอาอย่างไอปรามชนะสเตทบอกขยมรัฐบอกขยมอะยกปุ่นไอปรามชนะจังอันนี้มียกต้นไปเกิดมือแต่วันสันมีมุกเตอร์รัฐนั่นตาทุนเทียนสักการปุ่นเลยมีมนุษย์แต่เธอกรมพลเกณฑ์สาบนั่นสาบนั่นบุตรตาวิบัติมองอย่างไม่ตาดำนาการเวลาอ้อหรือตรออาจจะนั่งให้บางทีกินเนี่ยโรซี่จำศพเหมือนคู่กับอาที่ออนที่กินมีลุยรบเลียนกันกี่เถอะเกิดบนสังเกตเตอร์รัฐนั่งมวยถ่ายแล้วเตอร์รัฐโอไฮโอแต่เจ้าลองเตอร์รัฐโอไฮโอในไอ้มาครับเชื่อมั้ยมองสกิลมารับเชื่อมั้ยเชื่อมั้ยกินในไอ้ยี่ปามชนะนั่งหมัดมองไอสเตทรัฐเชื่อมั้ยแต่สำคัญเอาแต่ไปชี้โปรรัฐเชื่อมั้ยมีการเงียบเถอะเคยยังมีการเงียบเถอะมาเมินเนี่ยเฟอร์เตอร์รัฐการประมาณไฮสเตทการประมาณสเตทนั่นคือเชื่อมั้ยที่เนี่ยมองแต่ไอสเตทเนี่ยเธอกล้าเอามาทักเชื่อมาเมินเนี่ยการสเตทเชื่อประมาณมาพิมพ์เป็นเพียร้อยครั้งซาลารีประคายยืนมาเรียนเถิดดอกมาพิมพ์เป็นเซนแต่เอาสเตทให้กรมพลหมัดมองแต่สเตทได้ยืนนี่จะเนี่ยมองเคยยังจังมันอ่ะการเตะมวยโรซีนั่นไงรับทาบาเกี่ยวทาดิวิจารณ์อย่างนี้เตะเต๋ออ่านครูหันนุ่งเตะเต๋อแต่ไปเชียร์โปรรักเงินการเงี้ยเถอะโดยสับไงจังไปเตะมวยมาเขียวอุตสาหกรรมติดเบียร์สหกรณ์ทมตำบลเศรษฐกิจใส่ทั้งเธอเต๋อกิเป็นเจ็ดกิเธอเต๋อให้คณะบานโจเลยคงเตะการไปเชียร์ให้วิบากดอกจัดวิ่งภาษาไปเชียร์โปรรักมายืนกอดโจจัดเธอกากอดคอมหนังกาเงี้ยมันทำขนมเต้นหนังกาเตะเล็กๆอย่างเนี้ยมันทรอปเธอกาการนาเธอกาให้กิโจจัดนะกิโจจัดตุกดังกาเงี้ยบ่าแล้วสมเนี่ยสมสับเนี่ยนอนเปียกกรมปรึกษาจิตต่อสู้มาพยายามชนะตะมุกเตี้ยปนធ្វើใส่อ้อยเก๋ดอกดึงโลงดำโป๊ดใบโป๊ดหรือก็ធ្វើการងារកសិកម្មកំពេចកំពុកដើម្បីតែរស់ជីវភាពហើយមិនត្រឹមតែដើម្បីជីវភាពទេនិយាយកាច់តង់ដល់ហើយអ្នកនាំពាក្យនេះអ្នកនាំពាក្យនេះនិយាយកាច់តង់ដល់ហើយចំណាយពេលយូរពេកអត់គិតវិនាទីតែនិយាយឲ្យវាហាអីទេអត់ទេនិយាយណាបង្អូដូយលោកសំរងស៊ីអានឹងសិរីជាងអោលអញ្ចឹងអាហ្នឹងហើយចេញមកក៏ប៉ុន្តែដើម្បីបងសងរំលោះនៅបន្ទុកបំណុលវ៉ាន់កនៅប្រទេសកម្ពុជាទៀតផងដូច្នេះក្រុមប្រឹក្សាជាតិតស៊ូទទួលហើយទទួលទៀតដាច់ខាតរដ្ឋាភិបាលក្រុមគ្រួសារហ៊ុនអាណាគេស្ដាប់អានេះខ្ញុំមិនឆ្លើយជំនួសរាជរដ្ឋាភិបាលទេគាត់តែខ្ញុំមិនសួរអាណាគេស្ដាប់សួរថាអញស្ដាប់ហើយញ៉េឥឡូវមកថាគេនិយាយថាអញស្ដាប់ហើយញ៉េព្រោះអញដឹកនាំប្រទេសជាតិការងារអញមិនចេះតិចទេអញចេះធ្វើការហើយក្រុមប្រឹក្សាជាតិតស៊ូពួកឯងទៅមកកើតហ្នឹងតែរដ្ឋធម្មនុញ្ញខ្មែរទទួលស្គាល់អត់តើប្រជាពលរដ្ឋខ្មែរប្រមាណលានអ្នកទទួលស្គាល់ក្រុមប្រឹក្សាជាតិតស៊ូហ្នឹងឃើញទេចុះខ្មែរសង្គ្រោះជាតិហើយស្មោះត្រង់ខ្មែរចំពោះជាតិ
ភ្លេចអាសង្គ្រោះជាតិអស់បាត់រហូតដល់សង្គ្រោះជាតិចូលរួមជាមួយគណៈបព្វជិជនឲ្យក្រុមប្រឹក្សាជាតិតស៊ូត្រូវឯកភាពជាមួយក្រុមប្រឹក្សាជាតិតស៊ូរងចាំ25ឆ្នាំទៀតទៅតស៊ូ25ឆ្នាំទៀតទៅអាខ្លះមិនទាន់បាន10ដងម្ដងទៀតផងទៅបាត់ហើយបីដាលៀបបុតហើយធ្វើនយោបាយចាក់ខ្នោះខ្លួនឯងចេះនេះធ្វើនយោបាយអត់ចេះប្រើយុទ្ធសាស្ត្រដើម្បីចូលក្នុងឲ្យធ្វើការជាមួយគេទោះបីមិនឈ្នះក៏ដោយក៏វាអាចមានតែអីអង្គុយដើម្បីរិះគន់ស្ថាបនាហើយសម្ដេចតេជោហ្នឹងគាត់ជាមនុស្សមានគុណធម៌ខ្ពស់តានិយាយគាត់ត្រូវទៅគាត់ធ្វើការជាមួយគ្នាទៅរស់ទាំងអស់គ្នាបាត់ហើយប៉ុន្តែចង់ព្រួបរលំគេអាណាគេឲ្យហើយឥឡូវនេះមិនទេនេះមិនដៃជោទេណាហ៊ុនម៉ាណែតជានាយករដ្ឋមន្ត្រីសម្ដេចតេជោអ្នកឯងចង់ស្អីកិច្ចប្រឹងប្រែងទីក្រុងប៉ារីសចូលមកចរចាអត់ទេខ្ញុំធ្វើប្រធានសភាទេប្រធានប្រសិទ្ធិសួនយករដ្ឋមន្ត្រីទៅបាទយករដ្ឋមន្ត្រីពូអាយុច្រើនហើយពូស៊ីពូអាយុច្រើនហើយពូសម្រាប់ទៅហេអានេះគេនិយាយគួរសមអានេះខ្ញុំឧទាហរណ៍ថាពូសម្រាប់ទៅពូជិតអាយុ80ហើយសម្រាប់ទៅសប្បាយដើរលេងឆាកជីវិតនៅសុខប្រាំហ្នឹងទៅពូអត់អីទេហើយពួកខ្ញុំនៅក្នុងប្រទេសនេះខ្ញុំកំពុងតែអភិវឌ្ឍប្រទេសជាតិកំពុងកសាងហើយសេដ្ឋកិច្ចកំពុងដើរល្អអញ្ចឹងពូនៅក្រៅចោះអត់អីទេពូមានប្រាក់ខែច្រើនទុកឲ្យខ្ញុំប្រទេសខ្ញុំក្រីក្រដោយពូថាអញ្ចឹងខ្ញុំខំឲ្យប្រជាពលរដ្ឋខ្ញុំរួចផុតពីភាពក្រីក្រនៅឆ្នាំ2050ស្អាតផ្ទះមកភ្លៀងហើយខ្ញុំដាក់ទៀតនេះគេហៅថានយោបាយចិត្តសាស្ត្រជាតិហើយគុំសង្ឃឹមណាក្រុមប្រឹក្សាជាតិតស៊ូចលនាជាតិអ្នកប្រជាធិបតេយ្យហ្នឹងបានត្រឹមតែបោកកញ្ឆោតទេវាអត់មានស្អីទេបានតែត្រឹមទីក្រុងប៉ារីសរដ្ឋធានី Washington កាលីហ្វ័រញ៉ារដ្ឋ Massachusetts វត្តភ្នំសេរីវត្តអាកបីពងកោកវត្តមេម៉ាអញ្ចឹងទៅប៉ុណ្ណឹងទៅបាទអត់មានអីលើសពីហ្នឹងទេហើយចំនួនមនុស្សកាន់តែចេះអញ្ចឹងទៅអត់មានឡើងទេណាព្រោះប្រជាពលរដ្ឋខ្មែរវានឿយណាយអំពីអ្នកនយោបាយនៅក្រៅប្រទេសនេះ30ឆ្នាំជាងហើយអ្នកខ្លះគ្រាន់តែតួនាទីខ្យល់ហ្នឹងអស់លុយរាប់សែនដុល្លារងាប់ទៅវិញមិនដល់បានចូលសុខផងឃើញទេអញ្ចឹងអាគេចំណន់ក្រោយគេឃើញហ្នឹងត្រូវវាកើតទេអញ្ចឹងសប្តាហ៍ថ្ងៃអ្នកដែលជឿសប្តាហ៍ថ្ងៃហ្នឹងដែលបងប្អូនរៀនសូត្រចេះពី7មករាបងប្អូនដែលរៀនសូត្រចេះពី7មករាហ្នឹងកំពុងតែសបិនថាថ្ងៃក្រោយអាចផ្លាស់ប្ដូរបានរឿងថាมันបាន25ឆ្នាំទៅមុខទៀតបាទបាន25ឆ្នាំទៅមុខទៀតហើយកុំភ្លេចខ្លួនមករស់នៅក្រៅប្រទេសនេះសូមកុំភ្លេចខ្លួនណាតែភ្លេចខ្លួនអត់លុយបងថ្លៃផ្ទះអត់លុយបងថ្លៃប្រពៃថាអត់លុយបងថ្លៃគ្រឿងហើយហ៊ានប្រយ័ត្នស្ងួតមិនមែនអ្នកនយោបាយហ្នឹងមកជួយអ្នកឯងទេបាទអ្នកឯងមិនខំខ្លួនឯងកុំជឿឲ្យសោះបាទអ្នកមុនគេដើររួចហើយលោកសំណាស៊ីបានធ្វើមកញឹមអ្នកស្រីមូសុខហួរចេះធ្វើនយោបាយអីដល់មកនេះបាទយើងនឹងថាសួរថាអ្នកស្រីមូសុខហួរចេះធ្វើនយោបាយអីអត់ទេសូម្បីតែលោកសំណាស៊ីអញ្ចឹងក៏ខ្ញុំហ៊ានប្រមាណអញ្ចឹងថាលោកសំណាស៊ីចេះធ្វើនយោបាយអីក្នុងគណៈបព្វឆាំងអស់ហ្នឹងមានតែលោកអៀងមួយទេដែលមានយុទ្ធសាស្ត្រនយោបាយកំពូលនោះក្នុងគណៈបព្វសង្គ្រោះជាតិហ្នឹងអានេះខ្ញុំឲ្យក្រេឌីតលោកអៀងអំពីយុទ្ធសាស្ត្រនយោបាយក្រៅពីហ្នឹងគេឲ្យលើកដៃក៏លើកដៃគេទៅត្រូវតែបងសំបំណុលជំនួសប្រជាពលករខ្មែររងគ្រោះនិងក្រុមគ្រួសាររបស់ពួកគាត់ហើយចាប់ទីពេលហ្នឹងចាំឈ្នះចាំជួយបងជំនួសទៅឥឡូវទុកឲ្យគេដឹកនាំអ្វីដែលគេដឹកនាំបានគេដឹកនាំចាំក្រុមប្រឹក្សាជាតិតស៊ូហ្នឹងឈ្នះចាំបងជំនួសទៅលុយនៅពេញបែងចុះចៅគេលើមុនស្ថិតរដ្ឋាភិបាលអសមត្ថភាពរដ្ឋាភិបាលអត់មានលុយហើយឥឡូវមិនចាំឲ្យគេបងជំនួសនិយាយខ្លួនឯងពីមុនមកយ៉ាងម៉េចក្រោយមកនិយាយយ៉ាងម៉េចនិយាយមុខភ្លេចក្រោយអញ្ចឹងធ្វើនយោបាយចោលតែគេសិនរដ្ឋាភិបាលក្រអត់មានសមត្ថភាពអត់មានលុយអត់មានអីឥឡូវហ្នឹងដល់ពេលមានរឿងរំជួយផែនដីនៅប្រទេសនោះងាប់នៅប្រទេសគេនោះឲ្យរដ្ឋាភិបាលចេញសងអញ្ចឹងទៅលើក្រោយគឹមសុកឯងបើកឡានបុកងាប់នៅប្រទេសយុរ៉ុបនោះប្រាប់កូនណាមុនប៉ាងាប់ទៅប្រាប់រដ្ឋាភិបាលឲ្យមកបងសងប៉ានៅប្រទេសប៉ាំងឡង់ផងបើនៅអាមេរិកជួយប្រាប់បុកឡានងាប់នៅអាមេរិកនេះឲ្យរដ្ឋាភិបាលចេញមកជួយសងផងទៅហើយបើនៅសុខបារាំងឲ្យលោកសំរាស៊ីជីឡានទៅបុកងាប់ឬមួយធ្លាក់យន្តហើយទៅប្រាប់រដ្ឋាភិបាលខ្មែរហ្នឹងឲ្យជួយចេញសងផងទៅអានធ្វើនយោបាយអញ្ចឹងអាទេគ្រាន់តែចេញមកក្រុមប្រឹក្សាជាតិតស៊ូគ្រាន់ជាអ្នកនាំពាក្យនិយាយកពោបាត់ហើយហ្នឹងមិនតន់ឈ្នះផងមិនតន់ដំណើរការមិនតន់មានប្រជាពលរដ្ឋគ្រប់គ្រងផងហើយនិយាយអញ្ចឹងអាសូរនិយាយអញ្ចឹងខ្មាស់យុវជនគណៈបព្វជិជនកម្ពុជាណាបាទខ្មាស់គេណាគេសោចគេហាមគ្នាគេអើយកុំទៅខ្វល់អ្នកនៅក្រៅប្រទេសគេនិយាយមកម៉ាត់ប៉ុណ្ណឹងកុំទៅខ្វល់ពួកគាត់error ឲ្យពួកគាត់អាប់ដេតអត់ទាន់ទេពួកខួរក្បាលវាធ្ងន់វាមិនខួរក្បាលស្រាលវាខ្លាច់អាខួរក្បាលធ្ងន់អញ្ចឹងឯងនិយាយអញ្ចឹងនិយាយដែរពួកខួរក្បាលធ្ងន់អញ្ចឹងនេះទៅប្រជាពលរដ្ឋខ្មែរនៅទូទាំងពិភពលោកអង្គការសង្គមស៊ីវិលគណៈបកនយោបាយប្រជាពលរដ្ឋខ្មែរទូទាំងពិភពលោកចុះគណៈបកប្រជាជនមិនទូទាំងពិភពលោកទេគ្រាន់តែឆ្នាំ2015ណាកឹមសុខកុំនិយាយអញ្ចឹងមិនថាបងប្អូនតែខ្ញុំលើកคลิปមកនិយាយតែខ្ញុំលើកហេតុតែវាមានហេតុវាមានផលគ្រប់គ្រងគណៈបកសង្គ្រោះជាតិទូទាំងពិភពលោកពីមុនមកឆ្នាំ2015សកម្មជនរបស់គណៈបកប្រជាជនអង្គការចាត់តាំងយុវជនរបស់គេហ្នឹងគេមកធ្វើសកម្មភាពឆ្នាំ2015មកដល់2023តែគេបានជ័យជំនះយ៉ាងម៉េច
គេទៀតទីប្រជាពលរដ្ឋនៅខាងក្រៅប្រទេសនេះអត់មានចំនួននៃគោលនយោបាយឆ្នេះឲ្យសុខសន្តិភាពឃើញទេហើយពិភពលោកយ៉ាងម៉េចចេះតែនិយាយតែពិភពលោកអាពាក្យពិភពលោកគ្រាន់តែជាពាក្យតែប្រជាពលរដ្ឋចូលរួមមកអត់ពិភពលោកមួយទាំងមូលវាគ្មានអាណាចក្រជាងមនុស្សនៅប្រទេសអាមេរិកនេះទេតែសកម្មជនប្រជាពលរដ្ឋខ្មែរនៅអាមេរិកអត់ចូលរួមអ្នកធ្វើនយោបាយគឺត្រូវខ្សែធនហើយកលេចមើលហ៊ុនសំពេចអស់លោកហ៊ុនសំពេចមួយចំនួនដឹងឥឡូវបាប្រកម្មនោះធ្លាក់ចូលម្ដងលោកសំរងស៊ីហ្នឹងឃើញទេគួរណាយើងចូលរួមគ្នាធ្វើការទៀមទាឲ្យរដ្ឋាភិបាលត្រកូលហ៊ុនលុបចោលបំណុលសម្រាប់ប្រជាពលរដ្ឋខ្មែររងគ្រោះនិងក្រុមគ្រួសារឬក៏រដ្ឋាភិបាលអត់មានឬទេគេចេះធ្វើការនៅក្នុងប្រទេសគាត់និយាយយកណូបទេបាទអត់មានឬទេពីបាទត្រកូលហ៊ុនបងសងបំណុលជំនួសពួកគាត់នេះគឺជាកាតព្វកិច្ចរបស់យើងទាំងអស់គ្នាទៅប្រកាសទៅបាន7ថ្ងៃក្រុមប្រឹក្សាជាតិតស៊ូជាអ្នកនាំពាក្យហើយគេធ្វើចេញមកនិយាយថ្ងៃនេះគេធ្វើដូចគេដាក់គំនាបទៅរដ្ឋាភិបាលទទួលបន្ទុកទាំងអស់ហ្នឹងឃើញទេបងប្អូននេះឲ្យធនធានអ្នកនយោបាយនៅក្រៅប្រទេសទី1គាត់ខ្វះធនធានទីប្រឹក្សាជាន់ខ្ពស់ដើម្បីបដូរយោបល់ឲ្យមុននឹងថ្លែងការណ៍និយាយអ្វីមួយឲ្យទីប្រឹក្សាហ្នឹងលម្អិតឲ្យច្បាស់លាស់តើនិយាយចេញមកតែគេឡងតែយ៉ាងម៉េចនេះគណៈបព្វជិជនគេមិនឡងទេណាអានេះគាត់ថាខ្ញុំជាអ្នកលេងក្នុងបណ្ដាញសង្គមគាត់ថាពីទិសទៅជាគាត់ស្ដាប់ទៅអានេះយើងមិនជាតួអង្គនយោបាយគាត់នេះអ្នកលេងបណ្ដាញសង្គមពីទិសទៅជាគាត់និយាយមកយើងស្ដាប់ថាវាខុសរួចបាត់ទៅហើយយើងកុំភ្លេចថាគេកំពុងតែដឹកនាំអាណត្តិទី7នេះគេកំពុងតែដឹកនាំប្រទេសទោះបីយើងនិយាយយ៉ាងម៉េចក៏ដោយក៏គេមិនយកទៅជាស្ដាប់ដែរព្រោះ goal របស់គេមានរួចជាស្រេចទីប្រឹក្សាប្រយោបល់របស់រដ្ឋាភិបាលសិតជាមនុស្សកពូលមនុស្សបើនិយាយអំពីខាងផ្នែកហិរញ្ញវត្ថុផ្នែកទី1គ្រប់ផ្នែកទាំងអស់ទីប្រឹក្សាប្រយោបល់របស់គេមានអ៊ីគីបរបស់គេមិនខ្វះទេគាត់តែគេនិយាយនេះប៉ិតគេមានកដាស់ស្នាមមកធ្វើតន់ពេលវេលាឯងនេះមកធ្វើអញ្ចឹងអានេះខ្ញុំមិនមើលងាយខ្មែរដូចគ្នាគាត់ថាពេលខ្លះខ្ញុំឃើញចំណុចខ្សោយជាច្រើនពួកគាត់ធ្វើនយោបាយក្នុងអន្តរបណ្ដាញសង្គមតែភាពពិតប្រាកដអាចលនាយក្រោយវាអត់មានកម្លាំងបងប្អូនវាអត់មានកម្លាំងវាមានតែពាក្យនិយាយបង្ហោះតាមបណ្ដាញសង្គមតែភាពពិតប្រាកដវាអត់ខ្លាយទៅជាដុំកពួនត្រង់នេះឲ្យតែធ្វើនយោបាយចាញ់គណៈបព្វជិជនដូចខ្ញុំឧទាហរណ៍អញ្ចឹងបើយើងគ្រាន់បើហ្នឹងគណៈបព្វជិជនគ្រាន់គេបសោតយុវជនចំនួនក្រោយឆ្នាំ2015រហូតមកដល់2023តែ8ឆ្នាំណាគេយកជ័យជំនះពេញពិភពលោកទាំងអស់គេធ្វើឲ្យប្រជាពលរដ្ឋមានជំនឿទៅលើគោលនយោបាយឆ្នេះឲ្យសុខសន្តិភាពដល់ពេលប្រជាពលរដ្ឋមានជំនឿពួកគាត់ជឿទៅលេងប្រទេសកម្ពុជាគាត់ឃើញពិតប្រាកដមែនឃើញគេឆ្លើយយ៉ាងម៉េចទេឃើញវាជាក់ស្ដែងចំណុចទាំងអស់ហ្នឹងឯងហើយបើសិនជាបងប្អូននៅក្រៅប្រទេសហ្នឹងគាត់តែស្នេហាជាតិនៅលើបបេមាន់ស្នេហាជាតិនៅលើបបេមាន់ភ្ញាក់ពីដេកឡើងអញលេតហ្នឹងបើមិនខំទៅធ្វើការខ្លួនឯងអត់មានលុយបងបៀលទេសម័យឥឡូវនេះតម្លៃឡើងថ្លៃណាខ្ញុំប្រាប់បាទសម័យឥឡូវតម្លៃឡើងថ្លៃណាស់ស្អីក៏ថ្លៃដែរប្រយ័ត្នបន្តិចកុំស៊ីជោរឿងនយោបាយស្មោះត្រង់នយោបាយប្រយ័ត្នអស់ក្រិតខោហាតួអង្គបោកហ្នឹងតែដែលទេវាអត់មានទៅណាទេ30ឆ្នាំនៅតែដែលហ្នឹងឯងបាទនៅតែដែលនេះគាត់តែចង់ជម្រាបបាទហើយបើសុំចូលរួមកន្លែងនេះបន្តិចបាទមកចាក់ចប់ទេចូលទៅខ្មែរលេខបន្តិចចង់បញ្យល់ដល់កន្លែងនេះបន្តិចខ្ញុំឃើញចំណុចនេះល្អខ្មែរលេខបាទខ្ញុំឃើញខ្មែរលេខបង្ហោះក្នុងនេះបាទចុចសិនភ្លឺពេកបងប្អូនខ្ញុំសូមអានបន្តិចបងប្អូនដើរឆ្ងាយបន្តិចបាទគណៈប្រតិភូគណៈបកភ្លើងទៀននិងគណៈបកឆន្ទៈខ្មែរអញ្ជើញគោរពវិញ្ញាណក្ខន្ធបាទអ្នកអង្គញាបងសម្ដេចរបស់ហ៊ុនសែនអញ្ចឹងទៅហ៊ុនសែនអញ្ចឹងទៅបាទភ្នំពេញនៅព្រឹកថ្ងៃអាទិត្យថ្ងៃទី30ខែមីនាឆ្នាំ2025គណៈប្រតិភូគណៈបកភ្លើងទៀននិងគណៈបកឆន្ទៈខ្មែរបានអញ្ជើញគោរពវិញ្ញាណក្ខន្ធអ្នកអង្គញាហ៊ុនណេងបាទនេះបង្ហាញកាយវិការមួយទន់ភ្លន់បាទនេះគាត់យើងមើលរូបភាពណានេះគឺគណៈបកឆន្ទៈខ្មែរហើយនឹងគណៈបកភ្លើងទៀនបង្ហាញកាយវិការទន់ភ្លន់ក្នុងនយោបាយការបាត់បង់អាយុជីវិតបងប្រុសរបស់សម្ដេចតេជោវាខុសពីពួកអកតេមួយចំនួននៅក្រៅប្រទេសនេះអញ្ចឹងបាទខ្ញុំនិយាយថាអ្នកនយោបាយនៅក្រៅប្រទេសនេះយកការបាត់បង់អាយុជីវិតបងប្រុសរបស់សម្ដេចតេជោហ៊ុនសែនយកមកធ្វើជាល្បែងរបស់គេវាយប្រហារត្រង់នេះហើយដែលគេគាត់ត្រាទុកបាទចង់និយាយអញ្ចឹងណាបាទរីឯអ្នកខាងក្នុងហ្នឹងដើម្បីជីវភាពនយោបាយអ្នកខាងក្នុងហ្នឹងត្រូវផ្ដាច់អានេះបងប្អូនចាប់ចំណុចត្រូវផ្ដាច់អ្នកខាងក្រៅប្រទេសហើយខាងក្នុងប្រទេសហ្នឹងឲ្យឃ្លាតឆ្ងាយពីគ្នាកាយវិការទន់ភ្លន់រវាងគណៈបកឆន្ទៈខ្មែរហើយនិងគណៈបកភ្លើងទៀនហ្នឹងបានគោរពពិធីចូលរួមសូមគោរពវិញ្ញាណក្ខន្ធបងរបស់សម្ដេចតេជោបានទទួលមរណភាពហើយសម្ដេចតេជោលោកទៅស្វាគមន៍បូករួមជាមួយលោកតាលីឡៃស្រេងទៅទៀតខ្ញុំឃើញកាយវិការនៅក្នុង Telegram ទាំងអស់ហ្នឹងឃើញសម្ដេច
ដឹកដៃលោកតាលីឡៃស្រេងគាត់ចាស់ហើយបាទចាំមើលថ្ងៃណាខ្ញុំបង្ហោះលោកតាលីឡៃស្រេងអង្គុយជាមួយខ្ញុំនៅទីក្រុងឡូហ្នឹងខ្ញុំចូលចិត្តលោកពូលីឡៃស្រេងបាទលោកពូលីឡៃស្រេងគាត់និយាយលឺៗហើយគាត់និយាយត្រង់ៗមកបងប្អូនគាត់និយាយត្រង់ប៉ុន្តែនៅពេលដែលគាត់ត្រឡប់ពីអាមេរិកវិញគាត់ត្រឡប់ទៅចូលទៅក្នុងប្រទេសវិញខ្ញុំសប្បាយចិត្តចំពោះគាត់ដោយសារលោកពូលីឡៃស្រេងគាត់ចាស់ហើយគាត់ជាអ្នកវិនិយោគទុនមួយធំខាងផ្នែក Donut Nationally ហ្នឹងគាត់ដើរតាមនយោបាយរបស់បងចាស់នរោត្តមរណរដ្ឋយូរហើយបាទអ្នកណាក៏ស្គាល់ដែរប៉ុន្តែឃើញការវិលត្រឡប់ទៅវិញហ្នឹងសម្ដេចតេជោក៏ស្វាគមន៍លោកពូលីឡៃស្រេងបាទហើយដល់មិញនេះឃើញលោកពូលីឡៃស្រេងដើរជាមួយសម្ដេចដែរចូលទៅគ្រប់វិញ្ញាណក្ខន្ធនេះគឺអ្នកនយោបាយគេបង្ហាញកាយវិការទុនភ្លុនគឺឱកាសហ្នឹងហើយតែចំពោះអ្នកប្រឆាំងទៅវិញកូនចៅក្នុងបណ្ដាញសង្គមលើកទវីប្រហារការបាត់បង់អាយុជីវិតឬក៏ភរិយារបស់សម្ដេចតេជោគេញឹមទីពេទ្យគ្រប់សពបែបយ៉ាងទាំងអស់មើលទៅវាឈឺចុកចាប់ណាស់បងប្អូនប៉ុន្តែគេក៏ត្រាទុកបាទអញ្ចឹងអ្នកនយោបាយគណៈបច្ឆន្ទៈខ្មែររវាងគណៈបច្ឆន្ទៈខ្មែរហើយគណៈបកភ្លើងទៀនហ្នឹងបើយើងភាគចំពួកគេត្រូវប្រុងប្រយ័ត្នក្នុងភាសាទំនាក់ទំនងចំពោះអ្នកនៅក្រៅប្រទេសនេះជាពិសេសអ្នកស្រីមូសុខូអេងឆៃអ៊ីងអីហ្នឹងត្រូវផ្ដាច់បាទបើមិនផ្ដាច់ទេងាយគេបិទគណៈបកហ្នឹងទៀតអញ្ចឹងគេបង្កើតក្រុមប្រឹក្សាជាតិតស៊ូហ្នឹងទៅដើម្បីគៀងគងកម្លាំងហ្នឹងពលរដ្ឋសំរងស៊ីគាត់ថាគាត់មិនចូលរួមបោះឆ្នោតទេតែរកយុទ្ធសាស្ត្រណាមួយដើម្បីព្រមរំលឹករដ្ឋាភិបាលឃើញទេបងប្អូនមិនទទួលស្គាល់ក្នុងការបោះឆ្នោតតែបង្កើតក្រុមប្រឹក្សាជាតិតស៊ូដើម្បីព្រមរំលឹករដ្ឋាភិបាលខុសនឹងច្បាប់រដ្ឋធម្មនុញ្ញបាទគេចាប់ដាក់គុកគ្មានថ្ងៃចេញអ្នកនៅក្នុងប្រទេសឲ្យទៅចូលរួមដើម្បីព្រមរំលឹករដ្ឋាភិបាលប្រឆាំងនឹងរដ្ឋធម្មនុញ្ញមួយបាទអញ្ចឹងរងចាំតែដេកគុកទៅនេះប្រើអានេះតិចទៅអាយុច្រើនហើយមួយនៅក្រៅប្រទេសនេះអាយុច្រើនហើយមើលឃើញគិតឲ្យច្រើនតិចទៅ IQ នេះប្រើច្រើនតិចទៅវាមានចំណុចខ្លះដែលខ្ញុំមិននិយាយចំណុចខ្លះល្អប៉ុន្តែខ្ញុំឆ្លងថាហេតុអីក៏ពួកគាត់អត់ចេះនិយាយអ្នកនយោបាយចំណុចខ្លះល្អច្រើនដែលខ្ញុំមើលឃើញបាទហើយនេះក៏ពួកគាត់អត់ចេះប្រើចំណុចល្អហ្នឹងឲ្យវាល្អទៅវិញប៉ុន្តែខ្ញុំទៅប្រាប់ធ្វើស្អីខ្ញុំឃើញចំណុចច្រើនណាស់បងប្អូនដែលខ្ញុំមើលឃើញថាអ្នកធ្វើនយោបាយនៅក្រៅប្រទេសមានចំណុចខ្លះអាចបានការលើកលែងហើយអនុគ្រោះហើយធ្វើនយោបាយនៅក្នុងប្រទេសតែធ្វើក្នុងរបៀបថាមតិភាគច្រើនភាគតិចហើយប៉ុន្តែវាអត់ឈ្នះគណៈបព្វជិជនទេប៉ុន្តែគណៈបព្វជិជននេះឈ្នះប៉ុន្តែយើងមានឱកាសចូលរួមដែលយើងធ្លាប់ធ្វើនយោបាយយូរហើយយើងចូលរួមឃើញប្រទេសជាតិយើងមានសន្តិភាពពិតប្រាកដមានអភិវឌ្ឍពិតប្រាកដយើងអាចអង្គុយញ៉ាំអីណានឹងរេស្តូរ៉ង់មាត់ទន្លេមាត់អីទៅគួយរំសានអញ្ចឹងទៅជីវិតមានន័យហ៎ឬមួយក៏នៅក្រៅប្រទេសយើងមកជីវិតអានេះក៏ខ្ញុំលើកឧទាហរណ៍ណាបើនៅទៀតទៅខ្ញុំអត់ខ្វល់ពួកខ្ញុំមិនអ្នកនយោបាយមានឱកាសខ្ញុំទៅលេងស្រុកខ្មែរទៀតបាទទៅលើកនេះវល់ស៊ីនិតឲ្យបងស្ថាបៀងទៅអង្គុយមាត់ទន្លេនៅជិតស្ពានជួយវ៉ាកន្លែងហ្នឹងគេធ្វើថ្មីបងប្អូននៅមាត់ទឹកទាំងអស់ឃើញបងស្ថាបៀងក៏ប្រាប់ខ្ញុំថាអូស្អាតណាស់កន្លែងហ្នឹងតែខ្ញុំទៅគេអត់ទាន់ធ្វើដល់ឥឡូវនេះទំនើបទៅទៀតអញ្ចឹងវិស័យឯកជននិយាយអំពីវិស័យឯកជនការប្រកួតប្រជែងគ្នាក្នុងការវិស័យការរកស៊ីចិញ្ចឹមជីវិតរៀងខ្លួនជួយដល់ការងារប្រជាពលរដ្ឋនៅក្នុងប្រទេសហ្នឹងឯងអូខេតែគេមានលុយគេធ្វើឯកសារដែរគេអភិវឌ្ឍគេរៀបចំនៅក្នុងប្រទេសហ្នឹងស្អាតទៅបាទអានេះចង់ជម្រាបអានេះខ្ញុំឃើញមើលនេះកញ្ចាប់អ្នក live show មកបងប្អូនបាទខ្ញុំដែលអន្តរជាតិចាប់ផ្ដើមបាទបងប្អូនខ្ញុំសូមចូលរួមបញ្ចេញមតិប៉ុណ្ណេះចាំថ្ងៃស្អែកខ្ញុំនឹងសង្ខេបរឿងពូនត្រីសខាបន្តិចពួកខ្ញុំដកស្រង់คลิปហ្នឹងមកដើម្បីវែកញែកចំពោះអ្នកប្រជាធិបតេយ្យនៅខាងក្រៅប្រទេសយ៉ាងម៉េចខ្លះដែលរឿងរបស់ខ្ញុំនិយាយបងប្អូនទើបយល់បាទអញ្ចឹងខ្ញុំមិនអាចបន្តទៅបានទេដោយសារខ្ញុំយកតែរឿងខ្លីៗនិយាយប៉ុណ្្នឹងទៅបានហើយទុកទៅថ្ងៃក្រោយទៀតថ្ងៃ